សូមជម្រាបសួរបាទសូមជម្រាបសួរថ្ងៃនេះយើងជួបគ្នាដោយសពម្ដងគឺជារៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង3រសៀលមកនៅក្នុងប្រទេសកម្ពុជាហើយថ្ងៃនេះខ្ញុំមានព័ត៌មានសំទោសខ្ញុំមានបទវិភាគចំនួន 2-3 រៀងច្រើនបន្តិចសប្តាហ៍នេះដោយសារយើងឃើញតែព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងសប្តាហ៍កន្លងមកនេះក៏វាច្រើនដែរសិតតែជាព្រឹត្តិការណ៍ដែលគួរចាប់អារម្មណ៍ជាពិសេសព្រឹត្តិការណ៍នយោបាយដែលកើតឡើងចំពោះគណៈបកសង្គ្រោះជាតិជាពិសេសភាគីខាងលោកកឹមសុខានិយមក្រៅពីនោះខ្ញុំនឹងផ្ដល់នៅបទវិភាគទាក់ទងទៅនឹងសញ្ញាណខ្លះដែលឈានទៅដល់ការបង្ហាញអំពីការដួលរលំនៃរដ្ឋាភិបាលមួយណាសង្ឃឹមថាជាព័ត៌មានមួយដែលយើងគួរតែសិក្សាដែររឿងទី3នោះគឺតាក់ទងទៅនឹងរឿងអំពើពុករលួយតាមពិតទៅរឿងអំពើពុករលួយនេះមិនមែនជារឿងដែលថ្មីទេសម្រាប់កម្ពុជាអំពើពុករលួយបានคล้ายទៅជាសរសៃឈាមនៅក្នុងចរន្តរបស់គណៈបកកណ្ដាលអំណាចបច្ចុប្បន្នបាទគណៈបកកណ្ដាលអំណាចគណៈបកប្រជាជនដែលកំពុងតែដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ននេះគឺអាចរស់ទៅបាននឹងគឺដោយសារតែអំពើពុករលួយហ្នឹងឯងក៏ប៉ុន្តែគ្រាន់ថាឥឡូវនេះយើងឃើញថាមន្ត្រីតូចតាចដែលគេចាប់យកមកធ្វើជាគំរូហ្នឹងគឺបានផ្ទុះឡើងសារជាថ្មីក្រោយអំពីយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញដែលដាក់ចេញដោយនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតរឿងចុងក្រោយគឺរឿងតាក់ទងទៅនឹងថាតើអ្នកប្រជាធិបតេយ្យអ្នកដែលប្រឆាំងជ្រកក្រោមផ្លាកប្រជាធិបតេយ្យជាពិសេសអ្នកដែលធ្លាប់ជ្រកក្រោមផ្លាកគណៈបកសង្គ្រោះជាតិកន្លងមកហ្នឹងថាតើគួរតែធ្វើអីខ្លះគណៈដែលស្ថានភាពនយោបាយនៅកម្ពុជាហ្នឹងអាចមកដល់របបថ្មីមួយនៅពេលដែលកូនស្រីរបស់លោកកឹមសុខាហ្នឹងបានទទួលងារជាប្រិយសិទ្ធិពិសេសរបស់រដ្ឋាភិបាលតើសមាជិកសមាជិកាមេដឹកនាំសកម្មជននិងអ្នកគាំទ្រគណៈបកសង្គ្រោះជាតិហ្នឹងគួរធ្វើអីខ្លះហើយអ្វីដែលសំខាន់មួយទៀតហ្នឹងថាតើមកដល់ពេលនេះបងប្អូនដែលជាអ្នកសង្គ្រោះជាតិនិយមនោះដែលធ្លាប់តែតស៊ូក្រោមផ្លាកគណៈបកសង្គ្រោះជាតិហ្នឹងក្នុងចិត្តហ្នឹងគិតថាគណៈបកសង្គ្រោះជាតិស្លាប់ហើយឬនៅណាព្រោះកន្លងមកនេះយើងឃើញថាមានការជជែកដេញដោលរឿងហ្នឹងហើយក៏មានអ្នកសារព័ត៌មានមានអ្នកវិភាគច្រើនដែរថាសង្គ្រោះជាតិស្លាប់ហើយឈប់នាំគ្នានិយាយអំពីរឿងសង្គ្រោះជាតិទៅអញ្ចឹងថ្ងៃនេះខ្ញុំក៏នឹងចូលជ្រៅបន្តិចនៅក្នុងប្រធានបទមួយនេះដែរអ្វីដែលខ្ញុំចាប់ផ្ដើមគឺខ្ញុំចាប់ផ្ដើមពីរឿងកញ្ញាកឹមមនោវិជ្ជាដែលត្រូវជាកូនស្រីច្បងរបស់លោកកឹមសុខាដែលបានទទួលងារជាប្រិយសិទ្ធិពិសេសរបស់រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកលើកិច្ចការងារបរទេសហើយនឹងវិនិយោគអីជាដើមតាមពិតទៅខ្ញុំដឹងថាបងប្អូនបានទទួលនៅព័ត៌មានទាំងអស់នេះច្រើនមុំមែនទែនណាហើយក៏មានប្រតិកម្មជាពិសេសពីក្នុងចំណោមអ្នកដែលប្រកាសខ្លួនតែជាអ្នកប្រជាធិបតេយ្យហ្នឹងហើយប្រតិកម្មហ្នឹងអ្នកខ្លះក៏ប្រតិកម្មលើសរហូតទៅដល់មើលទៅហ្នឹងឈានទៅដល់ការជេរប្រមាថអីជាដើមដែលពួកគាត់គិតថាការជេរប្រមាថហ្នឹងគឺជាចរិតរបស់អ្នកប្រជាធិបតេយ្យណាតាមពិតទៅ
អ្នកដែលជាជនចង្រៃជ្រោកក្រមផ្លាកប្រជាធិបតេយ្យឬក៏ជនកម្លៅជ្រោកក្រមផ្លាកប្រជាធិបតេយ្យហ្នឹងក៏វាច្រើនដែរហើយពួកនេះនិយាយឬក៏អត្ថាធិប្បាយរឿងកិច្ចការងារសង្គមហ្នឹងមិនលើសពី2ឬ3នាទីទេគឺជេរបចោហើយគឺជេរបចោហើយបងប្អូនដឹងហើយថាវប្បធម៌នៃការជេរបចោនេះវាមិនមែនតែមាននៅក្នុងអ្នកតស៊ូទេអ្នកខ្លះគេថាអ្នកដែលនៅក្នុងគណៈបព្វប្រឆាំងហ្នឹងដោយសារតែគេធ្វើបាបពេកណាដោយសារតែគណៈបព្វប្រជាជនហ្នឹងវាធ្វើទុកបុកម្នេញពេកបានធ្វើឲ្យអ្នកហ្នឹងខឹងសម្បាឈានទៅដល់ការជេរបចោដើម្បីស្រាយកំហឹងក៏ប៉ុន្តែបើយើងមើលនៅក្នុងគណៈបកកាន់អំណាចបច្ចុប្បន្នហ្នឹងអត់មានអ្នកណាធ្វើបាបទេប៉ុន្តែក៏មានមេដឹកនាំរបស់គណៈបកមេដឹកនាំកម្ពុជារបស់គណៈបកប្រជាជនហ្នឹងក៏ជាអ្នកដែលសាបព្រោះណាវប្បធម៌ជេរប្រមាថនៅក្នុងសេវានយោបាយនឹងដែរណាចេះវានយោបាយនឹងដែរកូនក្មេងខ្លះនៅក្នុងគណៈបកប្រជាជនហ្នឹងគឺចេញមកហៅមេដឹកនាំគណៈបកប្រឆាំងឬក៏ហៅអ្នកគេហៅអិសរាជជននយោបាយដែលតស៊ូនៅក្នុងសេវានយោបាយមុនខ្លួនឯងកើតហ្នឹងហៅគេសិតអាសិតអីចឹងអាហ្នឹងគឺជាក្របពូជដែលត្រូវបានបដោះដោយអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនហើយប៉ុន្តែឃើញថាថ្មីនេះដល់ពេលដល់បដោះទៅដល់ពេលវាដោះខ្លាំងពេកទៅឃើញចាត់ការទៅលើអ្នកដែលជេរបចោហ្នឹង1 2យកជាគំរូចឹងវិញទៅដើម្បីដើរតួជាសភាពបរោះឡើងវិញនឹងខ្ញុំមិនចូលជ្រៅបន្តទៅនឹងរឿងហ្នឹងទេប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺលោកហ៊ុនម៉ាណែតបានថ្លែងថាបងប្អូនដឹងហើយបានបងប្អូនជ្រាបហើយថាលោកហ៊ុនម៉ាណែតបានថ្លែងថាការផ្ដល់តួនាទីទៅឲ្យកញ្ញាកឹមមនោវិជ្ជានេះគឺជាការបង្រួបបង្រួមដើម្បីឧត្តមប្រយោជន៍ជាតិណាគណៈបកប្រជាជនបើកទ្វារទទួលអ្នកប្រជាធិបតេយ្យទទួលមនុស្សគ្រប់និន្នាការដើម្បីធ្វើកិច្ចការងារដើម្បីប្រយោជន៍ជាតិក៏ប៉ុន្តែបងប្អូនដឹងហើយថាមិនលោកហ៊ុនម៉ាណែតមិនបានបង្ហាញទៅឈរការបង្រួបបង្រួមនេះឈរលើមូលដ្ឋានអីទេណាសំខាន់ការបង្រួបបង្រួមគឺតលតែចូលជាមួយអញណាធ្វើការអញមកនឹងបានគេហៅថាបង្រួបបង្រួមណាគេហៅថាបង្រួបបង្រួមប៉ុន្តែរឿងនេះខ្ញុំចង់អ្វីដែលខ្ញុំចង់បង្ហាញបងប្អូនខ្ញុំចង់ឲ្យបងប្អូនចេះធ្វើការវិភាគដោយខ្លួនឯងហើយចេះធ្វើការវិតម្លៃដោយផ្អែកទៅលើលក្ខខណ្ឌមួយចំនួនណាថាតើអ្វីដែលលោកហ៊ុនម៉ាណែតលើកឡើងនេះគឺជាណាភាសារបស់អ្នកនយោបាយបោកប្រាស់បំភាន់ភ្នែកមហាជនណាតាក់ទាញអ្នកនយោបាយជាន់ថ្មីតាមរបៀបជាល្បិចនយោបាយបងប្អូនសង្កេតឃើញហើយថារយៈពេល3ឆ្នាំចុងក្រោយនេះបើនិយាយអំពីថាតើរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនឹងដោះស្រាយបញ្ហាសង្គមនយោបាយសេដ្ឋកិច្ចរបស់កម្ពុជារួមទាំងរឿងបូរណភាពទឹកដីនោះបានបណ្ណានោះគឺមិនសូវជាឃើញមានស្នាដៃអីទេណាអាហ្នឹងគឺបងប្អូនអាចមើលឃើញហើយលើកលែងតែគណៈបព្វប្រជាជនខ្លួនឯងហ្នឹងគឺណាគឺក្រោមការដឹកនាំដល់ភ្លឺស្វាងរហូតណាអាហ្នឹងយើងមិនបាច់និយាយទេព្រោះគាត់ហ្នឹងត្រូវបានបដិបដាលឬក៏ត្រូវបានអប់រំឲ្យលើកដៃលើកជើងអញ្ចឹងទៅក៏ប៉ុន្តែជាក់ស្ដែងបើបងប្អូនសង្កេតមើលគឺកិច្ចការងារជាតិធំដែលរដ្ឋាភិបាលមានតួនាទីនៅក្នុងការដោះស្រាយបញ្ហាទាំងអស់នោះឃើញថាមិនសូវជាមានលទ្ធផលអីទេរយៈពេល3ឆ្នាំចុងក្រោយនេះណារយៈពេល3ឆ្នាំចុងក្រោយនេះក៏ប៉ុន្តែអ្វីដែលខ្ញុំសង្កេតឃើញថារយៈពេល3ឆ្នាំចុងក្រោយនេះលោកហ៊ុនម៉ាណែតហាក់ដូចជារៀនបានច្រើនអំពីល្បិចនយោបាយនៅក្នុងការកំទេចខ្មែរគ្នាឯងណានៅក្នុងការកំទេចខ្មែរគ្នាឯងមានន័យថាពីមុនមកការឡើងនាយករដ្ឋមន្ត្រីដំបូងមួយឆ្នាំដំបូងហ្នឹងការថ្លែងសន្ទរកថាក្តីការនិយាយស្ដីក្តីហ្នឹងគឺស្ដាប់មិនសូវជាបានប្រហែលទេដូចគេហៅថាអ្នកហាត់ការអញ្ចឹងណាអ្នកហាត់ការផុសគណៈបព្វប្រជាជនមកយកប្រទេសកម្ពុជាហ្នឹងមកជាកន្លែងហាត់ការយកមកជាកន្លែងសាកល្បងដើម្បីផលិតមេដឹកនាំផ្ដាច់ការបន្តចឹងហើយលោកហ៊ុនម៉ាណែតដោយសារតែមានឪពុកជាអតីតនាយករដ្ឋមន្ត្រីត្រូវបានជ្រើសរើសមកហាត់ការជានាយករដ្ឋមន្ត្រីណាបាន3ឆ្នាំកន្លងមកនេះយើងឃើញថាក្រៅតែពីมันអាចដោះស្រាយបញ្ហាជាតិធំបានហ្នឹងគឺអ្វីដែលខ្ញុំមើលឃើញថាមានការរីកចម្រើនហ្នឹងគឺរឿងគេហៅថា
ជារឿងតាក់ទងទៅនឹងការប្រើប្រាស់ល្បិចនយោបាយណាដើម្បីបំផ្លាញដៃគូដែលប្រកួតប្រជែងបើយើងធៀបទៅគេហៅថាកូនខ្លាដែលឥឡូវហ្នឹងចង្កូមវារៀងមុតបន្តិចបដាហើយពោះសម្លៀង3ឆ្នាំមកដែរចឹងឃើញថាឥឡូវនេះចេះថ្លែងសារបំភាន់ភ្នែកនៅប្រជាធិបតេយ្យបំភាន់ភ្នែកមហាជនដោយប្រើសារមួយថាការទទួលងារជាលោកជំទាវឋានៈស្មើនឹងរដ្ឋមន្ត្រីរបស់កញ្ញាមនោវិសាដែលជាកូនស្រីច្បងរបស់លោកកឹមសុខានឹងថាជាសញ្ញាណនៃការបង្រួបជាតិសញ្ញាណនៃការចាប់ដៃគ្នាដើម្បីឧត្តមប្រយោជន៍ជាតិរវាងអ្នកដែលមាននយោបាយអ្នកដែលមាននិន្នាការនយោបាយផ្សេងយើងស្ដាប់ទៅខ្ញុំឃើញថាមានអ្នកខ្លះក៏បានសួរខ្ញុំដែរអ្នកខ្លះជាអ្នកនយោបាយតស៊ូនៅលើសាវៀននយោបាយយូរឆ្នាំដែរគាត់ថាឥឡូវហ្នឹងដូចថាឃើញសញ្ញាណល្អឃើញថាអ្នកនយោបាយចំនួនថ្មីរបស់គណៈប្រជាជនហ្នឹងហាក់ដូចជាបើកចិត្តទលាយណាប្រហែលជាសញ្ញាណហ្នឹងគឺសញ្ញាណនៃការរួបរวมជាតិមែនដឹងចម្លើយរបស់ខ្ញុំសម្រាប់ពួកគាត់ហើយនឹងចម្លើយរបស់ខ្ញុំថ្ងៃនេះសម្រាប់បងប្អូនដែលជាអ្នកស្ដាប់អ្នកតាមដានកិច្ចការងារនយោបាយទាំងអស់នៅប្រទេសកម្ពុជានិងនៅក្រៅប្រទេសខ្ញុំឲ្យបងប្អូនពិនិត្យតែ3ចំណុចទេថាតើសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនឹងបង្ហាញអំពីការបង្រួបជាតិពិតប្រាកដដែរឬទេឬការថ្លែងការណ៍នេះឬការថ្លែងសារនេះគឺជាល្បិចនយោបាយដើម្បីបំភាន់ភ្នែកមហាជនអ្វីដែលយើងគួរតែពិនិត្យយើងពិនិត្យមើលចេះយើងពិនិត្យមើលវាសនាចំណុចទី1ណាយើងពិនិត្យមើលវាសនារបស់អ្នកចោះចូលកន្លងមកតាំងពីឆ្នាំក្រោយឆ្នាំ95យើងរាប់តែឆ្នាំ98ទៅចុះប៉ុន្តែគណៈថាចាប់ផ្ដើមពីឆ្នាំ97ឆ្នាំ98ហ្នឹងគឺក្រោយពីគណៈបកប្រជាជនចាញ់ឆ្នោតឆ្នាំ1993ហើយក្រោយពីមានការឡំប៉ាណាដើម្បីឬក៏ការឆ្លៀតសម្លុតព្រះមហាក្សត្រព្រះអតីតព្រះនរោត្តមសីហនុហ្នឹងគឺបានធ្វើឲ្យលោកអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនសម័យនោះក្លាយទៅជានាយករដ្ឋមន្ត្រីទី2បងប្អូនចាំព្រឹត្តិការណ៍ហ្នឹងហើយអញ្ចឹងហើយពីឆ្នាំ93រហូតមកដល់ឆ្នាំ97ណាលោកហ៊ុនសែនត្រូវការចំណាយពេលហ្នឹងប្រហែលជា3ទៅ4ឆ្នាំដែរនៅក្នុងការឈរជើងឲ្យនឹងហើយត្រៀមចាត់ការទៅលើមន្ត្រីគណៈបកហ៊ុនស៊ិនប៉ិចអញ្ចឹងប៉ុន្តែបើយើងពិនិត្យមើលក្រោយពីឆ្នាំ97ព្រឹត្តិការណ៍ឆ្នាំ97យើងឃើញថាមានអ្នកដែលត្រូវធ្វើស៊ីមុនគេហ្នឹងមានស្ដេចក្រមព្រះក៏ប៉ុន្តែអ្នកដែលព្រមចូលរួមរៀបចំរដ្ឋាភិបាលថ្មីណាឬក៏ចូលជំនួសលោកនាយករដ្ឋមន្ត្រីហ៊ុនសម្ដេចក្រមព្រះជានាយករដ្ឋមន្ត្រីទី1សម័យនោះគឺលោកអ៊ុងហួតសំណួរសួរថាឥឡូវនេះតើលោកវាសនារបស់លោកអ៊ុងហួតណាបើយើងនិយាយពីភាពចាស់ជរាយើងបាញ់និយាយប៉ុន្តែក្រោយពីក្លាយទៅជានាយករដ្ឋមន្ត្រីបាន1ឆ្នាំតើវាសនាលោកអ៊ុងហួតបាទអ៊ុងហួតពេលនោះក្លាយទៅជាស្អីមុននឹងក្លាយទៅជានាយករដ្ឋមន្ត្រីគាត់ជាអតីតរដ្ឋមន្ត្រីក្រសួងអប់រំក្រោយមកត្រូវបានចរចាយ៉ាងម៉េចត្រូវបានអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនពេលនោះជ្រើសរើសគាត់មកជានាយករដ្ឋមន្ត្រីជំនួសឲ្យសម្ដេចក្រមព្រះប៉ុន្តែសំណួរសួរថាវាសនាក្រោយពីក្លាយទៅជានាយករដ្ឋមន្ត្រីបាន1ឆ្នាំហើយវាសនាលោកអ៊ុនហួតក្លាយទៅជាស្អីក្រោយមកលោកងួនសឿណាលោកងឿនសឿហ្នឹងក៏ត្រូវបានគេមើលឃើញថាជាមន្ត្រីដ៏ស្មោះត្រង់រវាងជាមួយនឹងលោកសំរងស៊ីក្រោយមកក៏ក្បត់លោកសំរងស៊ីហើយវាសនារបស់លោកងឿនសឿហ្នឹងទៅជាយ៉ាងណាហើយនឹងមានអ្នកចោះចូលមួយចំនួនធំទៀតខ្ញុំមិននិយាយរឿងអ្នកចោះចូលជាសកម្មជនជាមន្ត្រីតូចតាចរបស់គណៈអតីតគណៈបកសង្គ្រោះជាតិទេប៉ុន្តែមានណាកម្រិតជាតំណាងរាស្ត្រណាហើយនឹងជាអ្នកចោះចូលមួយចំនួនទៀតរួមទាំងបញ្ញវន្តណាមកពីអង្គការសង្គមស៊ីវិលអីមួយចំនួនផងណាហើយក៏មានអ្នកវិភាគអីមួយចំនួនផងណាយើងឃើញថាវាសនារបស់ពួកគាត់ទៅជាយ៉ាងណាហើយអ្នកខ្លះមុននឹងគេចោះចូលហ្នឹងគេទេមកសួរខ្ញុំថាសូមឲ្យលោកបណ្ឌិតកុំរិះគន់ខ្ញុំអីបាទកុំរិះគន់ខ្ញុំអី
ខ្ញុំចោះចូលជាមួយនឹងគណៈបកប្រជាជនហ្នឹងគឺខ្ញុំចង់សារលបងមើលតែខ្ញុំចូលទៅហ្នឹងខ្ញុំកែគណៈបកប្រជាជនបានអីខ្លះខ្ញុំកែបានអីខ្លះចូលរួមចំណាយបានអីខ្លះប៉ុន្តែមកដល់ពេលនេះអ្នកដែលចូលទៅកែគណៈបកប្រជាជនរាល់ថ្ងៃនេះគឺទៅស្ងាត់ហើយស្ងាត់ឈឹងតែម្ដងលើកលែងតែនឹងចូលទៅណាជាអ្នកបំរើគណៈបព្វជិជនអានឹងអាចឃើញថានៅមានមុខមាត់ខ្លះដោយករណីសូណារ៉ូណាដោយករណីយឹមស៊ីណនអីជាដើមឡើងហ្នឹងឡាណាឡើងហ្នឹងឡាអានឹងឃើញថានៅមានទួនាទីដោយសារតែប្រកាសជាសាធារណៈស្បត់ស្បាយបំរើគណៈបព្វជិជនអត់មានចង់ទៅផ្លាស់ប្ដូរអីទេគឺទៅបំរើដើរតាមគោលនយោបាយគណៈបព្វជិជនអញ្ចឹងទៅណាគណៈបព្វជិជនអញ្ចឹងទៅអញ្ចឹងចំណុចទី1ដែលបងប្អូនត្រូវពិនិត្យមើលថាតើវាសនារបស់អ្នកដែលចុះចូលកន្លងមកវាសនារបស់អ្នកដែលទៅធ្វើការសហការជាមួយគណៈបព្វជិជនកន្លងមកក្នុងរូបភាពជាការសហការក្តីក្នុងរូបភាពជាការចុះចូលក្តីក្នុងរូបភាពស្អីផ្សេងក៏ដោយឲ្យតែទៅជាមួយនឹងគណៈបព្វជិជនជាមើលទៅបងប្អូនទៅពិនិត្យមើលកន្លងមកថាពួកវាសនារបស់ពួកគាត់ហ្នឹងយ៉ាងម៉េចណាអាហ្នឹងគឺបងប្អូនត្រូវរៀនពិនិត្យមើលអញ្ចឹងថាតើការចុះចូលការសហការហ្នឹងបង្ហាញអំពីការបង្រួបបង្រួមជាតិទេតាំងពីឆ្នាំ93កន្លងមកអ្នកណាទៅសហការជាមួយគណៈបព្វជិជនហ្នឹងដុសផ្សិតទាំងអស់ដុសផ្សិតទាំងអស់ឃើញទេអញ្ចឹងហើយយើងពិនិត្យមើលអាហ្នឹងគឺយើងមើលឃើញថាអូអ្វីដែលជាសន្ទរកថាអ្វីដែលជាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបង្ហាញអំពីការបង្រួបបង្រួមជាតិដើម្បីឧត្តមប្រយោជន៍ជាតិនៃការសហការជាមួយនឹងអ្នកនយោបាយដែលមាននិន្នាការផ្សេងហ្នឹងគឺជាការកុហកបោកប្រាស់ណាវាជាការកុហកបោកប្រាស់ហើយអ្វីដែលសំខាន់មួយទៀតចំណុចទី2ហ្នឹងវាខុសទៅនឹងធម្មជាតិរបស់គណៈបព្វប្រជាជនទៀតធម្មជាតិរបស់គណៈបព្វប្រជាជនមិនមែនជាគណៈបកដែលមានសារជាតិជាអ្នកបង្រួបបង្រួមជាតិទេហើយជាពិសេសនឹងមេដឹកនាំកម្ពុជារបស់គណៈបព្វប្រជាជនហ្នឹងបងអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងណាបងយើងមើលចរិតគាត់យើងត្រូវសិក្សាពីតួអង្គនយោបាយមួយនេះថាតើមេដឹកនាំនយោបាយមួយនេះមានចរិតជាអ្នកបង្រួបបង្រួមជាតិអត់ដែលតែងតែកន្លងមកដែលតែងតែប្រើប្រាស់ណាយុទ្ធសាស្ត្រ defeat បំបែកបំបាក់ខ្មែរគ្នាឯងបំបែកបំបាក់អ្នកដែលមាននិន្នាការផ្ទុយដោយគ្រាន់តែគេចង់ចូលរួមចំណែកនៅក្នុងការធ្វើឲ្យសេវៀនប្រជាធិបតេយ្យសេវៀននយោបាយឈរលើមូលដ្ឋានប្រជាធិបតេយ្យតែប៉ុណ្ណោះចេញវាយគេក្រៅសេវៀនកំតិចគេក្រៅសេវៀនមុននឹងមានការបោះឆ្នោតនឹងធ្វើទុកបុកម្នេញគេឃើញទេអញ្ចឹងសារជាតិរបស់មេដឹកនាំរបស់គណៈបព្វជិជនកន្លងមកមិនមែនជាសារជាតិអ្នកបង្រួបបង្រួមទេដូច្នេះហើយអ្វីដែលជាការថ្លែងរបស់លោកហ៊ុនម៉ាណែតតាក់ទងទៅនឹងការផ្ដល់ទូនាទីឲ្យកញ្ញាមនោវិជ្ជានេះថាជាការបង្រួបបង្រួមដើម្បីឧត្តមប្រយោជន៍ជាតិនេះគឺជារឿងបោកប្រាស់មួយចំណុចទៀតខ្ញុំអត់រិះគន់កញ្ញាមនោវិជ្ជាណាអានឹងជាការសម្រេចចិត្តផ្ទាល់ខ្លួនខ្ញុំអត់និយាយប៉ុន្តែខ្ញុំចង់បង្ហាញបងប្អូនណាអ្នកដែលត្រៀមព្រោះខ្ញុំគិតថារដូវកាលនៃការចោះចូលរដូវកាលនៃការទៅសហការជាមួយគណៈបព្វប្រជាជនដើម្បីណាបង្រួបបង្រួមសាមគ្គីជាតិហ្នឹងវាដល់ហើយព្រោះចិត្តដល់បោះឆ្នោត2027 2028ហើយចឹងហើយរដូវកាលនៃការចោះចូលហ្នឹងវាបដល់ទៀតហើយចឹងគ្រាន់តែជាសារនយោបាយឬគ្រាន់តែជាណាគំនិតចង់ឲ្យបងប្អូនពិចារណាមុននឹងត្រៀមនៅក្នុងការចោះចូលត្រៀមនៅក្នុងការទៅសហការជាមួយនឹងគណៈបព្វប្រជាជនត្រូវតែសួរទៅសំណួរទាំងអស់ហ្នឹងសួរទី1គឺសួរថាតើវាសនាអ្នកមុនហ្នឹងវាយ៉ាងម៉េចណាវាសនាអ្នកមុនហ្នឹងវាយ៉ាងម៉េចហើយទៅមើលធម្មជាតិរបស់គណៈបព្វជិជនទៅមើលធម្មជាតិនៃការធ្វើនយោបាយរបស់មេដឹកនាំនយោបាយរបស់គណៈបព្វជិជនហ្នឹងគាត់មានធម្មជាតិបែបណាជាអ្នកបង្រួបបង្រួមជាតិទេអានឹងជាអ្វីដែលត្រូវពិចារណាចំណុចមួយទៀតជាចំណុចទី3ដែលឃើញថាជាមេរៀនមួយដ៏សំខាន់ដែរសម្រាប់អ្នកនយោបាយជាពិសេសណា
វប្បធម៌សន្តានារវាងអតីតនាយករដ្ឋមន្ត្រីជាមួយនឹងលោកសំរងស៊ីប្រធានណាប្រមុខរបស់រដ្ឋាភិបាល$23និងជាប្រធានស្ដីទីរបស់គណៈបក្សសង្គ្រោះជាតិណាយើងឃើញថាលោកសំរងស៊ីបានដើរចេញពីវប្បធម៌សន្តានាហ្នឹងដោយសារតែឃើញគាត់ដឹងលោកសំរងស៊ីដឹងថាការទៅធ្វើកិច្ចការងារជាមួយអតីតនាយករដ្ឋមន្ត្រីហ៊ុនសែននេះគឺមិនមែនតាមពិតទៅមិនមែនដើម្បីបង្រួមជាតិដើម្បីផលប្រយោជន៍ជាតិអីទេហើយបើថាប្រាស់ខ្លួនមិនទាន់ចេញពីវប្បធម៌សន្តានានេះទេនឹងคล้ายទៅជាណានឹងคล้ายទៅជាឧបករណ៍នយោបាយរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនណាគេថាដើរចូលល្បិចគេណាដើរចូលល្បិចគេប៉ុន្តែលោកសំរងស៊ីរួចពីអន្ទាក់ហ្នឹងរួចពីអន្ទាក់វប្បធម៌សន្តានាហ្នឹងបើយើងនិយាយអំពីវប្បធម៌សន្តានាយើងនិយាយអំពីធម្មជាតិនៃវប្បធម៌សន្តានាវាអត់អាក្រក់ទេបងប្អូនមនុស្សដែលប្រើវប្បធម៌សន្តានានោះទេណាដែលបង្កប់នៅល្បិចនយោបាយដើម្បីធ្វើឲ្យវប្បធម៌សន្តានានោះคล้ายទៅជាវប្បធម៌មួយដែលបំផ្លាញដៃគូមួយចំនួនទៀតអញ្ចឹងអត់មាននរណានៅសន្តានាជាមួយយើងបានទេធម្មជាតិឬក៏គេហៅថាចំណុចគោលនៃការសន្តានាគឺឈរទៅលើភាពស្មើគ្នាឈរទៅលើផលប្រយោជន៍រួមគ្នាដើម្បីផលប្រយោជន៍ជាតិប៉ុន្តែវប្បធម៌សន្តានាដែលបង្កើតឡើងរវាងអតីតនាយករដ្ឋមន្ត្រីជាមួយនឹងលោកសំរងស៊ីនេះមិនឈរលើរឿងហ្នឹងឯណាបង្កប់នៅល្បិចនយោបាយបង្កប់នៅភាពពឹសពុលផ្នែកនយោបាយដើម្បីកំទេចដៃគូសំណាងឯលោកសំរងស៊ីដើរចេញតាន់ក៏មិនលោកសំរងស៊ីហ្នឹងក៏คล้ายទៅជាឧបករណ៍នយោបាយរបស់គណៈបព្វជិជនដែរអញ្ចឹងហើយមានអ្នកឆ្ងល់ថាហេតុអីបានជាសំរងស៊ីដើរចេញអំពីវប្បធម៌សន្តានាឬក៏និយាយមកបែបថាហេតុអីបានវាវប្បធម៌សន្តានាហ្នឹងវារលាយទៅវិញទោះបីជាឃើញថាពេលនោះមហាជនមានការអបអរសាទរទះដៃតែខ្មែរហ្នឹងបានទទួលនៅវប្បធម៌មួយដែលអាចមកនិយាយគ្នាបានដើម្បីដោះស្រាយបញ្ហាជាតិប៉ុន្តែធម្មជាតិរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនមិនមែនប្រើប្រាស់វប្បធម៌សន្តានានេះដើម្បីបង្រួមជាតិទេណាប្រើប្រាស់វប្បធម៌សន្តានាដើម្បីកំទេចដៃគូរបស់ខ្លួនឲ្យคล้ายទៅជាឧបករណ៍នយោបាយរបស់ខ្លួនដើម្បីបន្តកាន់អំណាចបន្តទេលោកសំរងស៊ីដឹងខ្លួនតាន់ទៅក៏ងាកចេញពីវប្បធម៌សន្តានានោះទៅប៉ុន្តែមកដល់ពេលនេះវាសនារបស់លោកសំរងស៊ីនៅតែជាអ្នកនយោបាយដែលឈរនៅក្នុងលេខរៀងនៃការប្រកួតប្រជែងជាមួយនឹងគណៈបព្វជិជននៅតែជាដៃគូដ៏មានឥទ្ធិពលទោះបីជាមិនទាន់ឃើញថាមានការប្រកួតប្រជែងនៅលើខ្សែវៀនដ៏ត្រឹមត្រូវក៏ដោយត្រូវបានគេលួចវាយក្រៅខ្សែវៀនតែរហូតក៏ដោយអ្នកខ្លះថាអូសំរងស៊ីហ្នឹងប្រហែលជាគ្មានសមត្ថភាពឲ្យប្រកួតជាមួយហ៊ុនសែនទេគឺគ្មាននរណាមានសមត្ថភាពប្រកួតជាមួយនឹងគណៈបព្វជិជនទេបើវាយគេក្រៅខ្សែវៀនមុនឡើងខ្សែវៀនរហូតចឹងនោះមិនដែលហ៊ានវាយគ្នាឲ្យវាពេញមុខពេញមាត់ណានៅលើខ្សែវៀនមានអាញាកដាលឲ្យបានត្រឹមត្រូវទេបើមិនវាយគេមុនឡើងខ្សែវៀនឬក៏វាយគេក្រៅខ្សែវៀនទេវាយឲ្យតាមអាញាកដាលលើខ្សែវៀនហ្នឹងទៀតឃើញទេអាហ្នឹងអញ្ចឹងហើយសង្ឃឹមថាបងប្អូនអ្នកនយោបាយចំនួនថ្មីក៏ដោយបងប្អូនដែលជាពលរដ្ឋដែលសប្បាយអជាមួយទៅនឹងអ្វីដែលជាការថ្លែងការណ៍របស់អតីតរបស់លោករដ្ឋនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដែលជាអ្នកបន្តវេនរបស់គណៈបព្វជិជននេះបើយើងពិនិត្យទៅលើ3ចំណុចដែលខ្ញុំកំពុងតែឆ្លុះបញ្ចាំងនេះណាការថ្លែងថាការផ្ដល់តួនាទីឲ្យកញ្ញាមនោវិជ្ជាដែលត្រូវជាកូនស្រីច្បងរបស់លោកកឹមសុខាប្រធានគណៈបក្សសង្គ្រោះជាតិទៅជាមានតួនាទីជាប្រេសិតពិសេសរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតឋានៈស្មើនឹងរដ្ឋមន្ត្រីនេះណាមិនមែនជាការបង្ហាញអំពីការបង្រួមដើម្បីឧត្តមប្រយោជន៍ជាតិទេគ្រាន់តែជាសារនយោបាយបោកប្រាស់ដើម្បីឲ្យបងប្អូនមានការភ័ន្តច្រឡំតែប៉ុណ្ណោះណាបើសិនជាបងប្អូននៅតែផ្អែមល្ហែមនៅតែលងលក់មានមនោសញ្ចេតនាជាមួយនឹងសារនយោបាយបែបប្រជាពិធបែបនេះណាបងប្អូនចាញ់បោកគណៈបព្វជិជនទៀតសម្រាប់បងប្អូនដែលគ្រប់គ្រងគណៈបព្វជិជនអានឹងគ្រប់គ្រងបន្តទៅទៀតទៅផ្ទះដៃប្រាវទៅអត់បញ្ហាទេនៅលើខ្សែវៀននយោបាយ
นะบองโอนเตะใดออกอซาโตเมดักนอมได้คลุนสลังคณะปะได้คลุนสลังออดเข้าที่บองโอนออดเข้าที่เราเลอสังคมวิจิตรปไตยโชว์เลอเสรีเพียบนะออดมีนเข้าที่ก็บนท้ายเราไปได้เมดักนอมได้บองโอนเตะใดออกอซาโตหรือกับบองโอนสลังเนี่ยตัวเฟื่อบาปได้กูมาจุ่มเฮียงติดเรากล้าวใส่เวียนนโยบายตามระยะการกลุ่มเรียมกลุ่มแหงสมหลับนะไวเกตบองติดใบกบาลใบกโบผมใบผมบะกรัวซานะบัดสิทธิ์อะไรเพียบแต่งเนี่ยกระไซแต่งไซต่างอ๋อนั่นนั่งบานเชียอำเภอเด็กกุ้ยสอบเปิมบองโอเด็กเตะได้กันนะป้าประชาชนบองโอเด็กบอชนากันนะป้าประชาชนอดกุ้ยสอบเตะอดกุ้ยสอบเตะก็บรรทายสักกรรมเพียบเมดักน้อมแต่บองโอกับพงแต่กอมโตมันแมนเชียสกรรมเพียบในเนี่ยนโยบายไกลโน้ตบองโอนมือไกลาปดาลบองโอนเช็คคังท่านั่งเวลุยไวเกปีกรอยขนองหรือก็ลุยเทะญากระดาบองโอนคังนะบองโอนคังตัวนั่งไกลาก็ได้ปลาปะปูระบอกล้วนเอาแต่ไวไกลาก็มาปีคลับเซงกิดกราวใส่เวียนมุนหลังประกวดบองโอนคังนะท่านั่งไม่ก็เวลเล่นโคยเกมเลยปัญหาหาได้บานบองโอนมันคังเมดักนอมกับนาป่าประชาชนได้เพื่อบาปไรกูอยู่มาจำเพียงเทียดกราวใส่เวียนนโยบายบองโอนไอ้ก็อายุได้ทั่วมาเลยหาได้บานขวักเนจมวยในเรื่องอ่อนจังหรือก็ตระบานคือสำรวจได้หรือก็ตัวบานพอลประจอยไอปีการกรมโตนนั่งกูแต่ชโลบัญชังรู้นายได้จะไปใช้บองโอนแต่กรมโตกับนาป่าประชาชนนั่งขมอดตอนในเยี่ยมปีจะท่านเพียบสังคมนโยบายเศรษฐกิจได้กับปงแต่จูบการลำบากเหมือนแม้แต่ลำบากพวกคณะป่าประชังที่ยังปรับแม้แต่ลำบากประชาชนสมัยธรรมดาที่สมาชิกาแต่กรมโตคณะป่าประชาชนนั้นก็จะเปียลอยตัวนี้กี้ก็เต้ารู้ตัวตรงตัวตัวร้องอำเภออายุแต่ทั่วก็เต้าบานคือบัญชีตามระยะการรู้เนื้อแต่มีกลุ่มเลี้ยดัชงายปีนี้โดยทานสู้ดังทานรู้ได้ปัจจัยชมสมศาสาได้บองโอนในแต่ประตอกรมโตกันนาปะประชาชนโดยสมอตรองรอบทายจิตจุนสมอตรองมันเนี่ยรอบทายจิตเนี่ยกรมโตโดยสมอตรองมันเนี่ยไอ้เนี่ยนโยบายกี่ตราการเนี่ยสมอตรองจังปัจจัยกูแต่บองโอนพิจารณาเมื่อแต่ตาแฮดไอ้บานบองโอนไอ้ตัวโยบานขณะได้บองโอนเมื่อไก่ล้าบองโอนซอฟบองโอนคังบองโอนสมบาท่านนั่งเบียโคยจิกลาก็โคยปัจจัยไก่ล้าก็น่ะเลือใส่เวียนนโยบายแต่ใบเกคราวเซเวียนแต่เพื่อบาปเกคราวเซเวียนใบจีบองโอนไอ้ตัวโยบานให้กรมโตรก็รูปสลายตัวเดียววิจิเรื่องใดหัวใจบ่มพดวิจิเรื่องใดหัวใจบ่มพดโดยเฉพาะสำหรับมาวิ่งชมมันจำนายเปจราหนอกน้องประเทศบอดในเต้ชมเป็นเจ้าจมโหระบอกจ้องท้าการตัวโยตำนายนี่ระบอกกันยามโนวิเชียคือจะซึดสำรัยบกุลให้กอดตัวบานเอาการิกุลปีนี้กรมโตรเอาปุกระบอกกอดคลังคลานะได้นะนั่งกอดตัวโยเด็กครูนายยังต้านั่งเชื่อเรื่องธรรมดาก็บรรดาไว้เด็กชมชลบัญจังให้นี่เหมือนแมนเรื่องกัญญามโนวิเชียเหมือนแมนเรื่องโลกรรมสคาพร้อมตัวเพื่อการจะมวยในคณะปราบจิตจุนพร้อมตัวดาวตามมีเกียรตินโยบายตัวใบจะโลกรรมสคามาดอเป็นนี่มันตอนเคยตัวบานตำนายไอ้หรือก็โจลมือคณะปราบจิตจุนก็ได้ปันใต้ดำนามวยนี่มันแมนเชื่อดำนาได้จากการสำหรับเจ็ดระบแต่โกนใส่มันไอ้เด้นักชมบาวงกจรเต็มมีนักล่าท่านั่งจะสิทธิ์ระบโกนใส่ระบโลกรรมสคาถ้าโลกรรมสคามีตอนเตอนะนั่งตัวต่อมือจะรักโลกรรมสคาได้บอกตามปวดมีนเมานั่นคือโกนใส่มันนี่ก็มันธรรมดาได้โลกรรมสคาก็มันเศร้าจะเฮียนจมวยนั่งโกนใส่มันนี่ได้ให้การตัวบานตำนายจีเปรสัตพิเศษนี้บอกมันเซนจีมันมีอติพลนโยบายเปียวปกเตก็กัญญามโนวิชา
มันaiទទួលបានតំណែងនេះទេប៉ុន្តែខ្ញុំមិនរិះគន់រឿងហ្នឹងទេជាសិទ្ធិសម្រេចអីហ្នឹងការទទួលការរិះគន់ពីអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិអាហ្នឹងគាត់ទទួលយកឲ្យមួយអាទិត្យនេះយើងឃើញថាមានអ្នកជេរមានអ្នកស្អីបចោអីចឹងទៅតែនៅខ្ញុំបានលើកឡើងចឹងថាខ្ញុំអត់គ្រប់គ្រងអ្នកប្រជាធិបតេយ្យជេរបចោទេពួកអ្នកខ្លះច្រឡំស្មានថាប្រជាធិបតេយ្យហ្នឹងជេរបចោគេបានគាត់ច្រឡំជាមួយនឹងពាក្យរិះគន់ហើយនឹងជេរបចោហ្នឹងគាត់ច្រឡំស្មានថាពីរពាក្យហ្នឹងវាស្មើគ្នាប៉ុន្តែអ្វីដែលខ្ញុំចូលឆ្លុះបញ្ចាំងឲ្យបងប្អូនឆ្លុះបញ្ចាំង3ចំណុចដែលខ្ញុំបានលើកឡើងណាជាសរុបមកវិញគឺទី1ទៅមើលវាសនាអ្នកដែលបានចុះចូលហើយទី2ទៅមើលធម្មជាតិរបស់គណៈបកប្រជាជននិងមេដឹកនាំគណៈបកប្រជាជនថាតើធម្មជាតិនៃគណៈបកមួយនេះមេធម្មជាតិនៃមេដឹកនាំគណៈបកមួយនេះមានចរិតជាអ្នកសាសភាជាតិមានចរិតជាអ្នកបង្រួបបង្រួមជាតិដែរឬទេណាកន្លងមកយើងឃើញថាអូច្រឡំប្រយ័ត្នចំណុចទី3គឺរឿងឆ្លុះបញ្ចាំងពីរឿងវប្បធម៌សន្តានាដែលហេតុអីបានសមរង្ស៊ីគាត់រត់ចេញពីវប្បធម៌សន្តានាអាហ្នឹងទៅឆ្លុះបញ្ចាំងព្រឹត្តិការណ៍នយោបាយទាំងអស់ហ្នឹងបានយើងដឹងអំពីចរិតនៃអ្នកនយោបាយពិតប្រាកដអ្វីដែលខ្ញុំលើកឡើងនេះគ្រាន់តែធ្វើម៉េចកុំឲ្យបងប្អូនចាញ់បោកអ្នកនយោបាយទៅប៉ុណ្ណោះហើយនៅពេលដែលបងប្អូនឈប់ចាញ់បោកអ្នកនយោបាយស្មោករោគឈប់ចាញ់បោកអ្នកនយោបាយដែលនឹងមានល្បិចកលបែបនេះបងប្អូននឹងមានឱកាសជ្រើសរើសមេដឹកនាំនយោបាយទៅថ្ងៃអនាគតដែលមានវិជ្ជាជីវៈណាដែលមិនប្រើល្បិចស្មោករោគនៅក្នុងការដឹកនាំជាតិដែលមិនប្រើល្បិចស្មោករោគនៅក្នុងការចាត់ការដៃគូបងប្អូនអាចខ្លះអាចយូអាចប្រកែកជាមួយខ្ញុំថាមេដឹកនាំបើអត់ល្បិចទេដឹកនាំជាតិមិនបងប្អូនសង្កេតមេដឹកនាំនៅក្រៅប្រទេសអាល្បិចច្រើនពេកហ្នឹងហើយបានបក្រដល់សប្តាហ៍ថ្ងៃនោះយើងបានមេដឹកនាំដែលល្បិចកិច្ចកលច្រើនខ្លាំងជាងតួឆាវក្នុងសាមកុកទៀតអញ្ចឹងហើយបានវាធ្លាក់ខ្លួនដល់សប្តាហ៍ថ្ងៃនោះដល់ពេលមេដឹកនាំលោកសេរីនេះមិនដែលមើលរឿងសាមកុកបានចប់ម្ដងផងគេដឹកនាំជាតិប្រជាជនគេរស់នៅដោយមានភាពថ្លៃថ្នូរសេដ្ឋកិច្ចរីកចម្រើនមេដឹកនាំឯងមើលរឿងសាមកុកមិនតិចជាង20ជុំទេមើលហើយមើលទៀតរហូតដល់ឈានទៅដល់ប្រៀបធៀបខ្លួនឯងទៅនឹងតួអង្គក្នុងសាមកុកលទ្ធផលនៃការដឹកនាំឃើញណាអាហ្នឹងវាឆ្លុះបញ្ចាំងការពិតអញ្ចឹងវាឆ្លុះបញ្ចាំងការពិតអញ្ចឹងដូច្នេះហើយអ្នកដែលត្រៀមខ្លួនចោះចូលណាជាតួអង្គត្រៀមខ្លួនចោះចូលមានការរៀបចំពីគណៈបកប្រជាជនឬក៏អ្នកដែលមាននិន្នាការគ្រប់គ្រងអ្នកប្រជាធិបតេយ្យប៉ុន្តែសម្រាប់ចិត្តចោះចូលអាហ្នឹងចោះចូលក៏ចោះចូលចោះមិនអីទេប៉ុន្តែកុំទៅធ្វើខ្លួនអួតអីហ្នឹងខ្ញុំទៅដើម្បីណាចូលរួមកែពីក្នុងអីមកកុំមកនិយាយបាញ់និយាយទេចោះចូលទៅឲ្យយកព្រោះការចោះចូលវាអត់ខុសទេព្រោះយើងតស៊ូនៅលើសាវៀននយោបាយវាទៅមើលទៅវាទៅលែងរួចហើយគេសឡុតពេកគេគំរាមកំហែងក្រុមគ្រួសារពេកវា stress ពេកអូខេទៅសង្ងំធ្វើការជាមួយគេអញ្ចឹងទៅហើយសង្ឃឹមនៅថ្ងៃណាមួយមានឱកាសក៏ចូលរួមចំណែកនៅក្នុងការអភិវឌ្ឍជាតិអីបន្តទៅទៀតទៅក្នុងករណីដែលមានការប្រែប្រួលផ្នែកនយោបាយក៏ព្រោះតែអីព្រោះតែស្ថានភាពនយោបាយនឹងមានការប្រែប្រួលហើយខ្ញុំមើលទៅហ្នឹងគឺមិនយូរទេនឹងមានការផ្លាស់ប្ដូររបបមេដឹកនាំហ្នឹងហើយខ្ញុំមើលទៅអត់យូរទេអញ្ចឹងហើយប្រធានបទបន្តទៅទៀតនេះខ្ញុំនឹងជជែកអំពីថាតើកត្តាអីខ្លះដែលធ្វើឲ្យរដ្ឋាភិបាលមួយមានការដួលរលំជាពិសេសពិនិត្យមើលឲ្យចំតែម្ដងណាថាតើមានកត្តាអ្វីខ្លះដែលធ្វើឲ្យរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនហ្នឹងដួលរលំហើយមិនមែនជារឿងដែលសម័យទេណាមិនមែនជារឿងសម័យទេទីមួយយើងជឿទៅលើទ្រឹស្ដីអមតៈដែលគេនិយាយថាគ្មានអ្វីអមតៈនឹងទ្រឹស្ដីអមតៈ
មានអ្វីអមតៈដែរចឹងហើយខ្ញុំជឿថាការដួលរលំនៃរបបដឹកនាំរដ្ឋនៃដួលរលំនៃរដ្ឋាភិបាលដឹកនាំនៅគណៈបកប្រជាជននឹងកើតឡើងណាក្នុងពេលឆាប់យ៉ាងយូរអំឡុងពេល10ឆ្នាំខាងមុខនេះខ្ញុំនិយាយឲ្យវារៀងវែងតិចចឹងទៅចុះកត្តាទី1ណាយើងមើលយើងអានេះខ្ញុំមិនប្រើពាក្យការវិភាគសេណារីយ៉ូទេវាសាំពាក្យហ្នឹងអញ្ចឹងបើគាត់ថាតើលទ្ធភាពនៃការកត្តានៃការជំរុញឲ្យមានការដួលរលំហ្នឹងខ្ញុំលើកឡើង5កត្តាធំដែលបងប្អូនគួរតែពិចារណាជាមួយគ្នាកត្តាទី1គំនាបសង្កត់អន្តរជាតិហើយកត្តានេះគឺយើងឃើញថាគណៈបកប្រឆាំងតែងតែប្រើប្រាស់កត្តាមួយនេះនៅក្នុងការដាក់គំនាបសង្កត់ហើយនឹងបំផុសធ្វើម៉េចឲ្យអន្តរជាតិដាក់គំនាបសង្កត់ទៅលើរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនបច្ចុប្បន្នចឹងគណៈបកប្រឆាំងហ្នឹងគឺកត្តាឬក៏យុទ្ធសាស្ត្រមួយនេះកត្តាឬក៏យុទ្ធសាស្ត្រមួយនេះគឺជាយុទ្ធសាស្ត្រដែលពេញនិយមរបស់គណៈបកប្រឆាំងកន្លងមកយើងឃើញថាស្អីក៏អន្តរជាតិដែរណាស្អីក៏អន្តរជាតិគេនឹងធ្វើនេះគេនឹងធ្វើនោះណាជាពិសេសនៅពេលដែលឃើញសហភាពអឺរ៉ុបដក EBA សហរដ្ឋអាមេរិកដក GSP ណាប្រមាណភាគរយអញ្ចឹងគឺគណៈបកប្រឆាំងហ្នឹងគឺតែងតែបង្ហាញថាអូព្រោះឃើញអន្តរជាតិគេចាត់ការបន្តិចទៀតរដ្ឋាភិបាលហ៊ុនសែនហ៊ុនម៉ាណែតហ្នឹងដួលរលំហើយប៉ុន្តែមិនមែនតែកត្តាតែមួយហ្នឹងទេប៉ុន្តែគ្រាន់តែចង់ខ្ញុំលើកថាកត្តានេះក៏ជាកត្តារួមផ្សំមួយនៅក្នុងចំណោមកត្តាទាំង5ដែរហើយរឿង EBA ដែលអាចជួយធ្វើម៉េចសម្រាលពន្ធរបស់អ្នករស់ស៊ីនៅស្រុកខ្មែរហ្នឹងគឺអត់ទាន់បានត្រឡប់មកវិញទេ GSP ក៏កាន់តែនៅវែងឆ្ងាយចឹងហើយស្ថានភាពសេដ្ឋកិច្ចស្ថានភាពអាជីវកម្មជាពិសេសអ្នកដែលចង់រកស៊ីនាំចេញពីកម្ពុជាទៅក្រៅប្រទេសហ្នឹងគឺត្រូវតែប្រកួតប្រជែងជាមួយនឹងប្រទេសដទៃហើយតម្លៃពន្ធស្មើពេញអត់មានការអនុគ្រោះទេពីមុនមករកស៊ីនៅស្រុកខ្មែរវារៀងចំណេញដោយសារអីគេនាំទៅគេបងពន្ធពេញអ្នករកស៊ីនៅស្រុកខ្មែរដូចជាពិសេសរោងចក្រកាត់ដេរហ្នឹងគឺបងពន្ធតាមរយៈអាការអនុគ្រោះអញ្ចឹងវាចំណេញបានពន្ធហ្នឹងទោះបីលក់តម្លៃក្រោមគេក៏ដោយវាចំណេញការមិនបងពន្ធជាពិសេសនាំខោអាវផលិតផលខោអាវហ្នឹងទៅសហរដ្ឋអាមេរិកនិងទៅសហភាពអឺរ៉ុបឥឡូវគឺពីហ្នឹងគឺអស់ហើយចំណុចមួយទៀតនៅក្នុងគម្លាតសង្កត់អឺរ៉ុបនេះយើងគម្លាតសង្កត់អន្តរជាតិនេះយើងឃើញថាឥឡូវនេះក៏ឃើញមានការកម្រើកពីអន្តរជាតិជាពិសេសប្រទេសដែលរងគ្រោះដោយសារការឆបោកអនឡាញពីកម្ពុជាយើងអត់និយាយថាប្រទេសកម្ពុជាទៅអ្នកបោកគេប៉ុន្តែគិតថារដ្ឋាភិបាលដឹកនាំដោយលោកហ៊ុនម៉ាណែតគឺបានបើកទ្វារទទួលយកពួកអក្រិតជនទាំងអស់នោះឲ្យមករស់ស៊ីនៅក្នុងប្រទេសកម្ពុជាយើងហ៊ាននិយាយចឹងព្រោះរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជននេះគឺប្រភេទរដ្ឋាភិបាលសំណាញ់កលាលអត់មិនមាននរណាមកងាយស្រួលចូលស្រួលទេអញ្ចឹងបានអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនសួរអញ្ចេះសួរថាអាណាគេឲ្យពួកអក្រិតជននឹងចូលមកស្រុកខ្មែរដោយខុសច្បាប់ហ្នឹងហ៎អានេះគ្រាន់តែជាវិធីលៀងខ្លួនទេវិធីលៀងខ្លួនទម្លាក់កំហុសទៅមន្ត្រីថ្នាក់ទាបទេខ្លួនឯងយករួចខ្លួនទេបើនិយាយពីរឿងសំណាញ់ការដឹកនាំរបស់គណៈបកប្រជាជនគឺសំណាញ់កលាលអត់ហើយអត់មានណាធ្វើអីផុតពីណាអង្គការផ្នែកមនុស្សហ្នឹងទេណាអញ្ចឹងហើយអា scam online នេះក៏ធ្វើឲ្យអន្តរជាតិកម្រើកដែរណាកម្រើកដែរហើយយើងឃើញថាឥឡូវនេះ SBI របស់សហរដ្ឋអាមេរិកក៏កំពុងធ្វើកិច្ចការងារយ៉ាងសកម្មហើយ SBI បាននិយាយហើយថាអ្នកឯងអាចរត់បានប៉ុន្តែអ្នកឯងមិនអាចគេចវេះបានទេអ្នកឯងមិនអាចគេចវេះបានទេខ្ញុំបានទៅជែកជាមួយនឹងបងស្រីម្នាក់នៅសហរដ្ឋអាមេរិកគាត់និយាយថាណាមេ FBI ហ្នឹងនិយាយថា you can run but you cannot hide អញ្ចឹងឃើញថាម៉ែយើងនៅសហរដ្ឋអាមេរិកជាពិសេសអ៊ំស្រីអ៊ំហ្នឹងមីងបងហ្នឹងក៏អ្នកតាមដានកិច្ចការងារនយោបាយណាស់ដែរជាពិសេសគឺយើងមើលទៅលើព្រឹត្តិការណ៍ដែលអន្តរជាតិកំពុងតែចាត់ការមកលើកម្ពុជា
ចឹងមេអក្រិតជនទាំងអស់នោះជាពិសេសអ្នកនៅខាងក្រោយអក្រិតជនអនឡាញទាំងអស់នោះបាទ you can run ឥឡូវហ្នឹងអ្នកឯងអាចរត់កិច្ចតាណារត់ទៅ but you cannot hide អ្នកឯងមិនអាចណាកិច្ចបានទេរត់បានប៉ុន្តែកិច្ចមិនបានកិច្ចមិនរួចទេសងំខ្លួននៅក្នុងណាក៏ SBI អាមេរិកនឹងចាត់ការដែរព្រោះវាប៉ះពាល់ទៅដល់ផលប្រយោជន៍គេវាធំពេកយកទីតាំងប្រទេសកម្ពុជាទៅបោកពលរដ្ឋគេមួយឆ្នាំរាប់ពាន់លានណាឆ្នាំនេះអូស្ត្រាលីអស់ជិត 3000 លានដែរគឺណាបោកចេញពីតំបន់អាស៊ីអាគ្នេយ៍ហ្នឹងមិនតិចទេណាអាមេរិកហ្នឹងគឺបោករាប់ឆ្នាំរាប់ពាន់លានកូរ៉េខាងត្បូងអង់គ្លេសហើយយើងមើលទៅគឺពាក់ព័ន្ធជាមួយនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជននឹងស្ទើរតែទាំងអស់ពីមុនមកយើងឃើញណាតែហ៊ានបើកឡានឲ្យតកែចិនណាបើសិនជាមេមិនប្រើឬក៏មិនទៅទទួលប្រាក់ខែពីចិនណាគឺគ្មាននរណាហ៊ានទៅបើកឡានឲ្យចិនទេណាហើយក៏យើងឃើញមន្ត្រីជាន់ខ្ពស់យើងដើរដឹកដៃជាមួយនឹងជនអក្រិតជនអនឡាញច្រើនមកកកដែរជាពិសេសដើមឆ្នាំ2010ទៅ2020នោះអូដឹកដៃគ្នាដូចមិត្តសម្លាញ់ផលប្រយោជន៍ពុករលួយចឹងហើយគំនាបអន្តរជាតិនេះគឺកំពុងតែមានហើយប៉ុន្តែគំនាបអន្តរជាតិតែមួយមុខមិនអាចធ្វើឲ្យរដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនដួលរលំទេចំណុចទី2ដែលជាកត្តាទី2ដែលនឹងអាចធ្វើឲ្យរដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនដួលរលំក្នុងកំឡុងរយៈពេល10ឆ្នាំទៅមុខគឺតាក់ទងទៅនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរយើងឃើញថាកំណើនសេដ្ឋកិច្ចឆ្នាំនេះធ្លាក់មកពី5ដំបូងឡើយ World Bank វាតម្លៃថា5កំណើន5ឥឡូវធ្លាក់មក2ជាងធ្លាក់ 50% អញ្ចឹងស្ថានភាពសេដ្ឋកិច្ចរយៈពេល5ឆ្នាំទៅមុខឬក៏10ឆ្នាំទៅមុខនេះនឹងមានស្ថានភាពធ្ងន់ធ្ងរណាកុំសង្ឃឹមតិចចាញ់បោកឃោសនាថាធ្វើឲ្យណាបព្វជិជននឹងធ្វើឲ្យសេដ្ឋកិច្ចងើបឡើងវិញអត់ទៅរួចទេព្រោះឥឡូវហ្នឹងគឺ FDI ណា Foreign Direct Investment Fund ពីក្រៅប្រទេសហ្នឹងគឺគេលែងទុកចិត្តហើយគេអត់ហ៊ានមកវិនិយោគទេអញ្ចឹងហើយ GDP របស់កម្ពុជាក៏ពឹងធំណាស់ដែរទៅលើ FDI នេះក៏ពឹងធំដែរទៅលើការវិនិយោគដោយផ្ទាល់ពីណាទុនវិនិយោគបរទេសនេះឥឡូវនេះគឺអត់មានណាហ៊ានមកទេមិនឃើញសូម្បីតែពីមុនមកទាល់តែគម្រោងរាប់រយលានហ្នឹងបានផ្សព្វផ្សាយឥឡូវនេះមានអ្នកមករកស៊ីតែត្រឹមក្រោម100លានហ្នឹងក៏ផ្សព្វផ្សាយដែរដោយសារអីជាការឃោសនាដើម្បីឲ្យប្រជាជននៅមានទំនុកចិត្តថាសេដ្ឋកិច្ចនឹងបន្តទៅហើយបន្តមកទៀតគេមាន MMO ដែលជួយរដ្ឋាភិបាលលោកហ៊ុនម៉ាណែតរាល់ថ្ងៃនេះគេហៅថាធ្វើវិធានសេនាព័ត៌មានណាគេថាអូខេត្តមួយនេះនឹងមានអ្នកវិនិយោគប៉ុណ្ណេះខេត្តមួយនេះនឹងមានអ្នកវិនិយោគប៉ុណ្ណេះបងប្អូនត្រៀមខ្លួនបងប្អូននៅខេត្តនឹងត្រៀមខ្លួនអាហ្នឹងគេបង្កើតក្តីសង្ឃឹមឲ្យបងប្អូនទេប៉ុន្តែតាមពិតគឺខាងក្នុងហ្នឹងគឺលែងមានអ្នកវិនិយោគមានតិចតួចបំផុតណាហើយរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនោះក៏ត្រៀមដើរខ្ចីលុយគេនៅក្នុងការទប់ដើម្បីបើកលុយឲ្យមន្ត្រីរាជការដើម្បីដំណើរការខាងពន្ធដារនោះក៏បំផោងព័ត៌មានទៅឥឡូវនេះបានប្រមូលពន្ធលើសពី 100% ធ្លាយដល់ 105% 110% នោះណាសិតតែបំផោងទាំងអស់លើសផែនការទាំងអស់ប៉ុន្តែជាក់ស្ដែងគឺតែចិត្តដល់ថ្ងៃហ្នឹងដើរខ្ចីលុយគេបើកប្រាក់ខែរាជការណាបើកប្រាក់ខែប៉ុន្តែប្រពន្ធប្រមូលលើសផែនការរហូតអាហ្នឹងរឿងមួយដែលនឹងឈានទៅដល់រុញឲ្យសេដ្ឋកិច្ចកម្ពុជាប្រែប្រួលណាធ្លាក់ទៅដល់ស្ថានភាពធ្ងន់ធ្ងរចំណុចទី2គឺតាក់ទងទៅនឹងរឿងអន្តោប្រវេសន៍ដែលត្រឡប់មកពីថៃជាង1លាននេះមកដល់ពេលនេះគឺពួកគាត់បំណុលនៅវ៉ាន់កគ្មានការងារធ្វើការងារត្រូវបានតកែនៅក្នុងស្រុកខ្មែរហ្នឹងបោកប្រាស់អត់ឲ្យលុយអញ្ចឹងហើយឥឡូវនេះអត់មានមធ្យោបាយអីក្រៅតែពីប្រើប្រាស់អាជ្ញាធរមូលដ្ឋានទៅសម្លុតចំណាក់ស្រុកដែលត្រឡប់មកពីថៃហ្នឹងឲ្យនៅស្ងៀមទេទន្ទឹមនឹងរដ្ឋមន្ត្រីក្រសួងការងារ
ដល់ល្បីល្បាញហ្នឹងថាកម្ពុជាមានអ្នកធ្វើការអត្រាការងារ 99.99 អាគេកុហកហ្នឹងមិនសំខាន់ណាសំខាន់អ្នកស្ដាប់របាយការណ៍ញញឹមណាអាហ្នឹងបានគួរស្អប់អាមន្ត្រីរាយការណ៍កុហកហ្នឹងអាហ្នឹងវាគ្នាហ្នឹងវារាយការណ៍កុហកដើម្បីឲ្យមេសบายចិត្តហើយរក្សាតំណែងឲ្យប៉ុន្តែមេអង្គុយស្ដាប់របាយការណ៍ដែលគេកុហកហើយអាញឹមទទួលយករបាយការណ៍កុហកនេះអាហ្នឹងគឺជាមេដឹកនាំដែលគួរឲ្យស្អប់បំផុតយើងមើលណាវាសិតតែធឺហ្នឹងអញ្ចឹងនេះជាកត្តាទី2វិបត្តិសេដ្ឋកិច្ចនឹងកើតឡើងក្នុងរយៈពេល10ឆ្នាំវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរភាពក្រីក្រនឹងបន្តកើនឡើងបំណុលរបស់ពលរដ្ឋនឹងកើនឡើងហើយពលរដ្ឋនឹងមិនអាចមានលទ្ធភាពរលុយបានទេជាពិសេសពួក SME ពួកអីហ្នឹងណាអ្នកណាក្លាហានដាក់ទុនវិនិយោគរកស៊ីទៅអាហ្នឹងអ្នកឯងទទួលខុសត្រូវលុយខ្លួនឯងទៅប៉ុន្តែខ្ញុំមើលទៅអ្នកជំនួយហ្នឹងគេឆ្លាតណាស់អំឡុងពេលពីឥឡូវហ្នឹងទៅដល់រយៈពេល5ឆ្នាំទៅ10ឆ្នាំខាងមុខនេះគ្មានអ្នកណាហ៊ានដាក់ទុនវិនិយោគរកស៊ីទេនៅក្នុងស្រុកខ្មែររួមទាំងអ្នកជំនួយនៅក្នុងស្រុកខ្មែរផងចឹងហើយស្ថានភាពសេដ្ឋកិច្ចនឹង crack down នឹងមានវិបត្តិធ្ងន់ធ្ងរដែលជាកត្តាទី2ដែលអាចឈានទៅដល់ការបង្ហាញអំពីសញ្ញាណដែលធ្វើឲ្យរដ្ឋាភិបាលដឹកនាំនៅគណៈបព្វជិជននេះដួលរលំចំណុចទី3ការធ្វើវិធានសេនាសង្គមនយោបាយក្នុងរយៈពេល10ឆ្នាំនេះយើងឃើញហើយ10ឆ្នាំទៅមុខការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅតែជាក្តីសម័យរបស់ពលរដ្ឋហើយវាកាន់តែជាក្តីសម័យដែលវែងឆ្ងាយបំផុតវាមិនអាចខ្លាយទៅជាការពិតទេគណៈបកនយោបាយនៅក្នុងស្រុកនេះធ្វើនយោបាយមិនបានទូលំទូលាយទេព្រោះវាជាគណៈបកនយោបាយដែលជាប្រភេទត្រីនៅក្នុងត្រកត្រីនៅក្នុងទ្រុងដែលគណៈបកប្រជាជនកាច់កស៊ីស្មើណាក៏បានគេចាំតែធាត់តែរៀងមានប្រជាប្រិយភាពបន្តិចរៀងធាត់តិចដឹងតែដល់ម៉ោងស្ងោជ្រោះបើមិនមេគណៈបកនឹងត្រូវបានគេចាប់ដាក់គុកពីបទនេះបទនោះទេគឺសកម្មជននឹងចាប់ផ្ដើមគេវាយបែកបាល់ចឹងហើយការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ក្នុងអាណត្តិ2028 និង2032 2033នេះมันអាចជាការបោះឆ្នោតដោយសេរីនិងយុត្តិធម៌បានឡើយមិនបាច់សង្ឃឹមទេអញ្ចឹងរដ្ឋាភិបាលដែលកើតឡើងចេញពីការបោះឆ្នោតរបៀបនេះណាគ្រាន់តែជារដ្ឋាភិបាលមួយដែលដោះស្រាយមួយថ្ងៃទល់មួយថ្ងៃមួយអាណត្តិទល់មួយអាណត្តិទេណាអញ្ចឹងបើខ្ញុំធ្លាប់និយាយពីខាងដើមពីខ្សោយខាងដើមថាបុគ្គលិកបកប្រជាជនដឹងតែឈ្នះអញ្ចឹងហើយរៀបចំការបោះឆ្នោតទៅអីយកតំណែងនាយករដ្ឋមន្ត្រីនឹងចែកបន្តអញ្ចឹងទៅចៅធំឡើងចែកទៅចៅទៀតទៅរដ្ឋមន្ត្រីអីហ្នឹងមេឃុំអីហ្នឹងចែកបងប្អូនបដ ாய் ទៅចំណុចកន្លឹះរបស់គណៈបព្វជិជនណារៀបចំការបោះឆ្នោតបែបលេងសើចនេះណាដើម្បីអីគេដឹងថាគេឈ្នះឆ្នោតប៉ុន្តែការបោះឆ្នោតគឺជាផ្លាកសញ្ញាមួយដែលអាចយកទៅនិយាយជាមួយនឹងបរទេសនិយាយជាមួយនឹងអន្តរជាតិថារដ្ឋាភិបាលខ្ញុំរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតដើម្បីឲ្យរដ្ឋាភិបាលក្រៅប្រទេសឬក៏ឲ្យរដ្ឋាភិបាលអន្តរជាតិនឹងទទួលស្គាល់រដ្ឋាភិបាលរបស់គណៈបកប្រជាជនបើមិនអញ្ចឹងទេទៅនិយាយជាមួយគេលើឆានអន្តរជាតិគេអត់និយាយជាមួយតែអត់និយាយជាមួយទុនវិនិយោគក៏គ្មានជំនួយនៅក្នុងការកសាងកម្ពុជាក៏អត់មានដែរអញ្ចឹងក៏វាជាចំណុចស្លាប់រស់របស់គណៈបកប្រជាជនគណៈបកប្រជាជនដឹងច្បាស់ថាបើអត់មានជំនួយអត់មានកម្ចីបរទេសទេបាត់ជើងហើយអញ្ចឹងធ្វើម៉េចឲ្យអន្តរជាតិគេមើលឃើញថាអញហ្នឹងក៏កើតចេញពីការបោះឆ្នោតដែរមិនមែនយកមកចែកកូនឆៅឯណាប៉ុន្តែទៅមើលការរៀបចំការបោះឆ្នោតកាលពីឆ្នាំ2013ឃើញតែរាប់ចំណឹកឆ្នោតឃើញតែគណៈបកសង្គ្រោះជាតិឈ្នះហើយដាច់ភ្លើងប៉ាត់ដាច់ភ្លើងជំនាញខាងដាច់ភ្លើងហើយតែភ្លើងត្រឡប់មកវិញគណៈបកសង្គ្រោះជាតិថយសម្លេងមកកោកហើយល្បិចចឹងងាប់ហើយធ្វើរហូតអត់ចេះខ្មាស់ណាទេកុំសង្ឃឹម
ថាមេដឹកនាំគណៈបព្វជិជនខ្មាស់គេសោះអញ្ចឹងការធ្វើវិធានសេនាសង្គមនយោបាយនេះគឺខ្ញុំមិនដឹងថានរណាមានលទ្ធភាពអាចបំផុសឲ្យប្រជាជនណាឈប់សងបំណុលប្រជាជនបំផុសកុំឲ្យប្រជាជនចូលរួមការបោះឆ្នោតបំផុសកម្លាំងមហាជនឲ្យងើបឡើងតវ៉ាជាមួយនឹងរដ្ឋាភិបាលខ្ញុំអត់ដឹងទេរយៈពេល10ឆ្នាំទៅមុខនេះយើងមិនដឹងថានរណាមានសមត្ថភាពបង្កើតវិធានសេនាសង្គមនយោបាយបែបនេះទេអ្នកដែលមានសមត្ថភាពនៅក្នុងការធ្វើកិច្ចការងារវិធានសេនាសង្គមនយោបាយបែបនេះលុះត្រាតែអ្នកណាមានទ្រព្យនយោបាយច្រើននៅក្នុងដៃដែលអាចប្រកាសមកវោកទៅគឺមានមនុស្ស1លានអ្នកងើបចុះមកតាមដងផ្លូវអានឹងបានអាចទៅរួចណាប៉ុន្តែថាមិនបានទេរយៈពេល5ទៅ10ឆ្នាំខាងមុខនេះបើសិនជាប្រជាជននឹងទ្រាំនឹងការដឹកនាំរបស់គណៈបព្វជិជនឬក៏ទ្រាំនឹងការដឹកនាំរបស់លោកហ៊ុនម៉ាណែតមិនបានអាហ្នឹងវាអាចងើបឡើងដែរកត្តានៃការធ្វើឲ្យមហាជនងើបឡើងឈប់សងអំណុលធនាគារមិនទៅចូលរួមការបោះឆ្នោតឬក៏ងើបឡើងបាតកម្មប្រឆាំងនឹងរដ្ឋាភិបាលវាអាចកើតឡើងពីទី1គឺកើតឡើងតាមរយៈការបំផុសពីអ្នកនយោបាយទី2គឺកើតឡើងដោយឯងដោយនៅសេរីលង្កានៅនេប៉ាល់នៅបង់ក្លាដេសចឹងដោយសារអត់មានចំបាច់អ្នកនយោបាយណាបំផុសទេព្រោះគាត់ទ្រាំវាអត់បានវាពិបាកពេកយកតំណែងទៅចែកកូនចែកអីខ្លួនឯងណាពុករលួយស៊ីជម្រៅមិនត្រឹមតែពុករលួយទេរស់នៅបញ្ឈឺគេបញ្ឈឺឯងណាខ្ញុំឃើញក្នុង TikTok មុន live show ខ្ញុំឃើញដូចជាចៅស្រីរបស់លោកអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនគ្រាន់តែខ្សែកមួយខ្សែនិងខ្សែដៃជិត$1លានខ្សែកមួយ50-60ម៉ឺនដុល្លារខ្សែដៃមួយ30-40ម៉ឺនដុល្លាររស់នៅរបៀបអញ្ចឹងអាហ្នឹងគេហៅរស់នៅបញ្ឈឺពលរដ្ឋរស់នៅបញ្ឈឺពលរដ្ឋហើយពួកនេះអត់ដឹងខ្លួនទេណាសំញែងគេសំញែងឯងខណៈដែលពលរដ្ឋទៅធ្វើខ្ញុំគេទាំងលៀនអ្នកខ្លះរត់តែបាយហូបមិនបានបងប្អូនអ្នកនៅក្នុងស្រុកខ្មែរខ្លួនឯងណាបើថាហូបជុកធូធាអីសបាយហឺហាអីអូអ្នកក្រហឺហាអូខេប៉ុន្តែបើថាជួបដូចអ្វីដែលខ្ញុំនិយាយដែរពិចារណាខ្លួនឯងទៅបើចង់រស់នៅបន្តបែបហ្នឹងទៀតក៏នៅសំងំអញ្ចឹងទៅព្រោះក្រហ្នឹងវាមិនមែនតែមកក្រណាខ្មែរវាក្រយូរហើយអញ្ចឹងវាអាចស៊ាំនឹងភាពក្រីក្រហ្នឹងនៅក្នុងភាសាសាមកុកគេថាចេះរីករាយនៅក្នុងសមរភូមិពេលច្បាំងយើងអាចយកមកនិយាយយ៉ាងដែរមកយើងចេះរីករាយជាមួយនឹងភាពក្រីក្រព្រោះយើងនៅក្នុងវាក្រយូរហើយអញ្ចឹងវាត្រូវបើមិនរីករាយក្នុងភាពក្រីក្រហ្នឹងទេចាំដល់មានចាំរីករាយមិនដឹងស្មើណាមានអាហ្នឹងបើថានៅចង់គ្រប់គ្រងគណៈបព្វជិជនយើងបង្កើតទ្រឹស្ដីថ្មីយើងមកថាយើងត្រូវចេះរស់នៅជាមួយនឹងភាពក្រីក្រចេះសប្បាយជាមួយនឹងភាពក្រីក្រពួយទៅចំណុចទី4ណាចំណុចទី4គឺការត្រឡប់មាតុភូមិនិវត្តន៍នៃការត្រឡប់របស់បេដឹកនាំគណៈបព្វប្រឆាំងជាពិសេសដឹកនាំដោយលោកសំរងស៊ីយុទ្ធសាស្ត្រមួយដែលមេដឹកនាំប្រឆាំងជាជំរើសចុងក្រោយបើសិនជាទៅត្រឡប់ទៅស្រុកខ្មែរណាអត់មានណាគេយកយន្តហោះ private jet ឲ្យមកដឹកណាកុំសង្ឃឹមណាអ្នកដែលចង់ជិះ private jet ទៅស្រុកខ្មែរវិញហ្នឹងកុំសង្ឃឹមណាហើយក៏គ្មានណាគេបើកទ្វារក្រាលកំរាលក្រហមឲ្យអស់លោកត្រឡប់ទៅរំដោះកម្ពុជាដែរណាវិធីតែមួយគត់ប្រើប្រាស់យុទ្ធសាស្ត្ររបស់លោកសូណារ៉ូគឺបើកផ្លូវឈាមណាលោកសូណារ៉ូកាលពីគាត់មិនទាន់ចុះចូលជាមួយគណៈបព្វប្រជាជនគាត់បបួលខ្ញុំ4នាក់ធ្វើបងប្អូនធរបើខ្ញុំមិនដែរនិយាយរឿងហ្នឹងរឿងបុគ្គលបើគាត់ថាគាត់បបួលខ្ញុំធ្វើបងប្អូនធរហ្នឹងនិយាយតិចទៅលោកមានលោកសូណារ៉ូមាន
យឹមស៊ីណនមានសរោសុវិជ័យមានខ្ញុំបបួលគ្នាបបួលខ្ញុំធ្វើបងប្អូនធរឲ្យខ្ញុំទម្លាប់ខ្ញុំមិនដែលយកនរណាធ្វើបងធរបងប្អូនធរទេខ្ញុំទៅមានឪធរលើកទី1ខ្ញុំព្រមខ្ញុំមិនសុំគាត់ធ្វើឪធរណាគាត់មិនបានសុំខ្ញុំទេដោយសារពេលហ្នឹងគាត់ជួលខ្ញុំឲ្យធ្វើស្រាវជ្រាវរឿងកម្លាំងចលនាប្រឆាំងណានៅក្នុងប្រទេសថៃហ្នឹងអ្នកខ្លះគេចោទខ្ញុំថាណាបងប្អូនប្រឆាំងខ្លះនៅចោទខ្ញុំថាអ្នកដែលរដ្ឋាភិបាលចាប់ខ្លួនពីក្រុងបង្កកទៅស្រុកខ្មែរកាលថៃនិងខ្មែរមិនទាន់ឆ្លោះគ្នាហ្នឹងគេថាតែខ្ញុំនេះអ្នករាយការណ៍ណាប៉ុន្តែថ្ងៃនេះខ្ញុំនិយាយបន្តិចទៅថាបើសិនជាខ្ញុំធ្វើកិច្ចការងាររាយការណ៍ឲ្យចាប់អ្នកប្រឆាំងនៅបង្កកណាយកទៅស្រុកខ្មែរវិញណាពួកយុវជនប្រឆាំងនៅក្នុងទីក្រុងបង្កកហ្នឹងគ្មានអ្នកណាបានទៅក្រៅម្នាក់ទេខ្ញុំស្គាល់លេខបន្ទប់ខ្ញុំស្គាល់កន្លែងនៅទាំងអស់ហ្នឹងហ្នឹងគឺប្រាប់អញ្ចឹងឲ្យចេះពិចារណាពួកខ្ញុំចង់បង្ហាញថាខ្ញុំហ្នឹងក៏វាជាប់តាក់ដោយតែអស់លោកដែរជាជនរងគ្រោះដោយតែគ្នាទេប៉ុន្តែយើងមានហេតុផលផ្សេងគ្នានៅក្នុងការធ្វើព្រោះមិនមែនទៅចងាងរហូតទេហើយខ្ញុំក៏មិនយកគ្រួសារខ្ញុំទៅណាវិនិយោគជាមួយនឹងចំណូលចិត្តនៃនយោបាយរបស់ខ្ញុំដែរខ្ញុំត្រូវមានវិធីដោះស្រាយរឿងគ្រួសាររឿងអីដែរប៉ុន្តែខ្ញុំមិននិយាយបកក្រោយទេខ្ញុំគ្រាន់តែនិយាយថាវិធីសាស្ត្រមួយទៀតដែលកាលនោះមានការទៅជែកខ្ញុំ4នាក់មានសូណារ៉ូមានយឹមស៊ីណនមានសេរ៉ូសុវិជ័យណាដែលជាស្វាមីរបស់ចៅហ្វាយក្រុងឡុងប៊ិចរាល់ថ្ងៃនេះហើយនឹងខ្ញុំទៅជែកគ្នាអំពីយុទ្ធសាស្ត្របើកផ្លូវឈាមដែលវាយគេហៅថាប្រើយុទ្ធសាស្ត្រចូលទៅកម្ពុជាហើយបំផុសចលនាមហាជនកាលនោះប៉ុន្តែឥឡូវហ្នឹងលោកសូណារ៉ូជាមួយលោកស៊ឹមស៊ីណនហ្នឹងគឺបើកផ្លូវឈាមឯងឥឡូវឈាមគូតខ្លួនឯងបាត់ហើយប៉ុន្តែកាលនោះខ្ញុំអត់មានទី1ខ្ញុំអត់ព្រមធ្វើបងប្អូនធัวជាមួយទេហើយខ្ញុំក៏អត់មានទៅគ្រប់គ្រងយុទ្ធសាស្ត្រឲ្យបែបហ្នឹងដែរប៉ុន្តែឥឡូវនេះខ្ញុំមើលឃើញថាយុទ្ធសាស្ត្រហ្នឹងអាយុទ្ធសាស្ត្របើកផ្លូវឈាមឬក៏យុទ្ធសាស្ត្រស្ម័គ្រស្លាប់របស់បេដឹកនាំប្រឆាំងនៅក្រៅប្រទេសហ្នឹងវាគួរតែដល់ពេលហើយទី1អាគេប្រើគេឲ្យ private jet មកដឹកយើងហ្នឹងក៏អត់មានទៅរួចដែរហើយការក្រាលកតេលក្រហមនៅព្រំដែនដើម្បីបើកទ្វារយើងចូលទៅដួលរំលំគណៈបកប្រជាជនហ្នឹងក៏អត់មាននរណាទៅក្រាលកតេលដែរវាមានតែយុទ្ធសាស្ត្រដោយផ្ដើមគំនិតដោយបណ្ឌិតសូណារ៉ូនេះហើយគឺបើកផ្លូវឈាមចូលទៅបណ្ដោយមានវិធីចូលទៅច្រើនណាស់តែឡើងយន្តហោះទៅចុះនៅម៉ាឡេក៏បានទៅចុះនៅវៀតណាមក៏បានទៅចុះនៅកូរ៉េក៏បានដែរចុះនៅថៃក៏បានដែរទៅថៃឥឡូវរៀងពិបាកតិចបើថាចុះដល់ម៉ាឡេហើយជួលទូកគេឬក៏ជួលអីទៅស្ងាត់ចូលទៅស្ម័គ្រស្លាប់ហ្នឹងងាប់ចោលហ្នឹងគេហៅភាសាអ្នកស្រុកហៅងាប់ចោលអាហ្នឹងគឺកត្តាទី4ណាខ្ញុំគ្រាន់តែនិយាយជាកត្តាអញ្ចឹងណាដែលអាចនឹងកើតឡើងណាអាចកើតឡើងនេះមិនទាន់កើតទេបើគាត់ថាដែលអាចនឹងកើតឡើងចំណុចចុងក្រោយកត្តាទី5ដែលអាចធ្វើឲ្យរដ្ឋាភិបាលដឹកនាំនៅគណៈបកប្រជាជននេះដួលរលំគឺមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនអញ្ចឹងអំឡុងពេល10ឆ្នាំនេះខ្ញុំសំទោសខ្ញុំមិនបានដាក់ធានាគាត់ទេណាថាគាត់រស់នៅមិនបាន10ឆ្នាំទៀតប៉ុន្តែបើគាត់បាននៅ10ឆ្នាំទៀតគាត់ចូលប្រមាណហើយដូចចូល86ណាប៉ុន្តែលោកគាត់ថាណាគាត់រស់នៅបាន120ណាខ្ញុំមិនដឹងទេបើគាត់ថាបើគាត់អាចរស់នៅអំឡុងពេល10ឆ្នាំឬក៏គាត់ចាក់ចេញទៅអំឡុងពេល10ឆ្នាំនេះគណៈបកប្រជាជនប្រែប្រួលខ្លាំងព្រោះការបាត់បង់មេយុទ្ធសាស្ត្រមួយនេះនឹងធ្វើឲ្យមានវិបត្តិផ្ទៃក្នុងធ្ងន់ធ្ងរជាពិសេសគឺការដណ្ដើមអំណាចគ្នានឹងហ្មងព្រោះគណៈបកប្រជាជននឹងស្រាប់ហើយមិនមែនសិតតែជាកូនឆ្មាឬក៏កូនតន្សាយនៅក្នុងគណៈបកហ្នឹងទេណាសិតតែខ្លាទេសិតតែចចទេហើយចចនឹងខ្លានេះមិនមែនខំតែតន្សាយមិនមែនខំតែកូនឆ្លុះទេណាចគ្នាឯងក៏ខំដែរខ្លាគ្នាឯងក៏ខំដែរព្រោះសារជាតិជាណាប្រភេទសត្វដេរឆានចឹងហើយគឺអត់ទេណាគឺអត់ទេសិតតែខ្លាសិតតែចសិតតែបលែននេះទេដូច
đứt cam lên vậy chẳng hai nó pe đã bắt bóng côn tam sẽ bạp thô mà chiết bởi sân chỉ ca chạy tranh rồi bỏ lục tay tạ này vô rồi mà tây hôn sai chạy tranh tới nâng ai miền bị bắt tay không bắt bóng mê vô từ xa hay là miền ca song sập khnia nó không cái nào bạp về chỉ chun của không mà chơi cái nào bạp chỉ chun của miền nẹo rong cua rồi sao mê được nom cái nào bạp chỉ chun đấy các bạch si côn ấy nó bảo cột này là rong cua thọp từng hàm rong cha một ca song sập miền thằng được nom cái nào bạp chỉ chun mà chỉ nuôn chơi bước xong chơi bước xongในใจบ้านนี้ชมอดเมียนบอลเอาไตตาในโยรอนไตรคนทรายนั่งกดโมรณะเพียบฉับไปทั้งอดนะชมเมียจูนโปก็ได้ปกดเจอเอาทัวร์ชมก่อนเราจะเอาทัวร์ชมละลายก่อนตอนกัดกาวชมพร้อมให้ชมก็อดกาวกัดกาวก่อนได้มันเงียนาบานในโยรอนไตรทัวร์เอาทัวร์ยังชมก็จูนโปก็ได้จูนโปก็อายุมา100มาเพย์ยังทั้งตามมาใบเด็กก็ปรารถนายังทั้งปัญไตสรบบ่วิ่งสรุปมาวิ่งกตาแต่งปรำนั่งบ่เส้นจีบการล้างตำนาคเนียบใบหรือก็บุญนะอันนั้นบานอายช่วยเอาหน้าปากจีจุดดูลงแมนการแต่มากตาโอ้อันตรายจีดเกียบไปเกดอABAดูไล่เราทาไปบ้างเดย์จ้ะเนี่ยในยัยนั่งสมัยเลยโอ้วิบัติเศรษฐกิจใช่รถทาไปบ้านดักนอมดักหน้าปากจีจุดนั่งผาดูอะไรเดย์จ้ะสมัยจัดบุญขมิ้นนาช่วยมาเรียลพร้อมเราตะเกียรู้คณะปาปิจุนเจอคณะปามวยได้สวมจมวยนั่งกำเนิดสังกัดอันราชีดอันนั้นยังในเย่เอาวิจุดได้ทั่วจังปัญหาเนี่ยนโยบายเราធ្វើការវាតម្លៃចំណុចខ្លាំងចំណុចខ្សោយរបស់ដៃគូមិនមែនជាងាកឡើងអូដួលងាកឡើងដួលវាអត់មានដួលឲ្យស្រួលចឹងទេវាត្រូវធ្វើកិច្ចការងារច្រើនណាស់ណាក៏ប៉ុន្តែសម្រាប់ខ្ញុំអាចសន្និដ្ឋានចេះខ្ញុំអាចថាបុកក្នុងចំណោមកតាទាំង5ហ្នឹងមានកតា3កើតឡើងពេលដំណើរគ្នាពេលជាមួយគ្នាហ្នឹងទី1គំនាបសង្កត់អន្តរជាតិកើតឡើងណាគេគៀបកាន់តែខ្លាំងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរហើយនឹងមានការធ្វើវិធានសេនាសង្គមនយោបាយបំផុសឲ្យមហាជនងើប3ហ្នឹងកើតឡើងទន្ទឹមពេលតែមួយគឺដួលអញ្ចឹង5មាន3កើតឡើងក្នុងពេលតែមួយនឹងអាចដួលប៉ុន្តែបើសិនជាគ្រាន់តែអង្គុយចាំឲ្យវាកើតឡើង3នឹងកើតឡើងក្នុងពេលតែមួយអានឹងអង្គុយរងចាំទៅព្រោះកត្តាទាំងអស់នេះជាកត្តានយោបាយដែលត្រូវការអ្នកនយោបាយប្រឆាំងឬក៏អ្នកដែលស្រឡាញ់ការផ្លាស់ប្ដូរនឹងងើបធ្វើចរន្តនយោបាយធ្វើសកម្មភាពបដាតាមលទ្ធភាពដែលធ្វើទៅបានប៉ុន្តែបងអង្គុយដេកគងថ្នាស់សម័យទៅបន្តិចទៀត3កតានឹងកើតឡើងហ៊ុនសែនដួលហើយហ៊ុនម៉ាណែតដួលហើយអានឹងយកសពពេលថ្ងៃទេយកសពពេលថ្ងៃអញ្ចឹងសរុបមកវិញខ្ញុំមើលឃើញថាកតាទាំង5ដែលខ្ញុំលើកឡើងនេះបើសិនជាវាកើត3 5នឹងវាកើត3ក្នុងពេលតែមួយគណៈបព្វជិជននៅបានដួលប៉ុន្តែសំណួរមួយទៀតដែលយើងពិបាកឆ្លើយដល់ពីក្រោយពីគណៈបព្វជិជនដួលរលំទៅនេះតើអ្នកណានឹងកាន់អំណាចបន្តអានឹងពិបាកឆ្លើយបំផុតពិបាកឆ្លើយណាអានឹងជួយឆ្លើយគ្នាប៉ុន្តែជាសំណួរមួយដែលមិនងាយស្រួលឆ្លើយប្រហែលនេះសំណួរដែលពិបាកឆ្លើយខ្ញុំរំលឹកម្ដងទៀតថាក្រោយពីការដួលរលំគណៈបព្វជិជននេះតើអ្នកណានឹងអាចមានសមត្ថភាពដឹកនាំកម្ពុជាបន្តហើយអាចទប់កុំឲ្យកម្ពុជាធ្លាក់ទៅក្នុងគេហៅ fail state រដ្ឋាភិបាលឬក៏រដ្ឋបរាជ័យណាអញ្ចឹងជាសំណួរមួយដែលបញ្ញវន្តក្តីអ្នកស្រាវជ្រាវក្តីមហាជនអ្នកនយោបាយក្តីជួយរកចម្លើយជួយឆ្លើយគ្នាខ្ញុំឆ្លើយក៏មិនទាន់ចេញដែរចំណុចហ្នឹងណាខ្ញុំឆ្លើយក៏មិនទាន់ចេញដែរប្រធានបទទី3ដែលជាប្រធានបទចុងក្រោយណាហើយមុននឹងចូលប្រធានបទទី3ខ្ញុំគ្រាន់តែថា
aiនិយាយតិចតួចតាក់ទងទៅនឹងអំពើពុករលួយដែលកើតឡើងនៅក្នុងក្រសួងការបរទេសណាថ្មីនេះតាក់ទងទៅនឹងលោកណាធូសំណាងដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការងារច្បាប់កុងស៊ុលនិងព្រំដែននៃក្រសួងការបរទេសនិងកិច្ចការសហប្រតិបត្តិការអន្តរជាតិដែលមានរដ្ឋមន្ត្រីឈ្មោះប្រាក់សុខុនណាបងប្អូនស្គាល់ហើយអ្នកនៅក្នុងស្រុកខ្មែរស្គាល់ហើយឥឡូវនេះយើងឃើញថាតាក់ទងទៅនឹងការលួចសន្លឹកទឹកតការរាប់ពាន់សន្លឹកអាចលួចលក់ទៅឲ្យពួកចិនពួកអីចឹងទៅចឹងហើយបានអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនថាអាណានេះឲ្យចូលហ្នឹងចឹងសង្អាចតាក់ទងទៅនឹងការលួចលក់ទឹកតការនេះណាចឹងអ្វីដែលលោកអតីតនាយករដ្ឋមន្ត្រីសួរថាណាឲ្យពួកអក្រិតកិននឹងចូលហ្នឹងប្រហែលជាខ្លួនឯងក៏ដឹងដែរហើយក៏មានមន្ត្រីពុករលួយលក់ទឹកតការដោយមិនឆ្លងកាត់ណាយន្តការរដ្ឋឲ្យបានត្រឹមត្រូវប៉ុន្តែឥឡូវនេះឃើញថាណា ACU ចាប់យកទៅហើយចាប់ទៅនឹងប្រពន្ធអត់ដឹងទៅទៀតមិនដឹងថាចាប់ចម្រិតឬក៏ចាប់យ៉ាងម៉េចព្រោះថាធម្មតាចាប់វាត្រូវមានដីកាមានអីយ៉ាងហើយណាក៏សាច់ញាតិហ្នឹងបានដឹងដែរប្រពន្ធអត់ដឹងចាប់ទៅដល់ពេលអាជ្ញាធរទៅសួរបាត់ប្តីមិនដឹងប្តីទៅណាសឹកធឺអញ្ចឹងប៉ុន្តែទោះបីយ៉ាងណាក៏ដោយគឺព័ត៌មានក្រោយមកឃើញថាលោកធូសំណាងនេះណាបាន ACU ចាប់ហើយប៉ុន្តែមុននឹងរឿងប្រព្រឹត្តអំពើពុករលួយនៅក្នុងក្រសួងការបរទេសហ្នឹងវាមានរឿងកើតឡើងនៅកំពង់ឆ្នាំងហ្នឹងអារឿងអំពូលភ្លើងតម្លៃ$2000នោះណាវាដកណានាយកការិយាល័យនេះនាយកការិយាល័យនោះប៉ុន្តែគ្រាន់តែថាដកអាតុយហ្នឹងបើអ្នកនៅវាក្រោយហ្នឹងគឺមិនដែរអញ្ចឹងបានរឿងនេះខ្ញុំមិនចូលជ្រៅទេប៉ុន្តែខ្ញុំចង់ជម្រាបជូនបងប្អូនចេះថាបងប្អូនពិចារណាទៅដំបូងកុំច្រឡំណាបងប្អូនកុំច្រឡំថារឿងនេះគឺជារឿងតន្សោងគោព្រៃអីសោះមិនមែនជារឿងតន្សោងគោព្រៃទេរឿងអំពើពុករលួយនៅកម្ពុជាមិនមែនជារឿងតន្សោងគោព្រៃស៊ីតាមដងអូទេអាតូចស៊ីឲ្យដោយអាតូចអាធំស៊ីដោយអាធំទេមិនមែនជារឿងតន្សោងគោព្រៃទេរឿងអំពើពុករលួយនៅកម្ពុជាគឺជារឿងអាក្រឹមចិញ្ចឹមអាឆ្ដោអាក្រឹមចិញ្ចឹមអាឆ្ដោអាតូចរញចិញ្ចឹមអាធំហើយក៏រស់ខ្លួនឯងដែរបើសិនជាអាឆ្ដោអត់បើកដៃទេអាក្រឹមអត់ហ៊ានធ្វើទេអាក្រឹមមកចង្វាណាអាអីហ្នឹងអត់ទេអត់ទេអញ្ចឹងករណីរឿងអំពើពុករលួយនៅកម្ពុជាគឺជារឿងមិនមែនជារឿងតន្សោងគោព្រៃទេប៉ុន្តែវាជារឿងអាក្រឹមចិញ្ចឹមអាឆ្ដោនិយាយភាសាអ្នកស្រុកឲ្យបងប្អូនស្រួលស្ដាប់ប៉ុន្តែបើនិយាយតាមបែបអ្នកជំនាញគេថារឿងអំពើពុករលួយនៅកម្ពុជាគឺជារឿងអំពើពុករលួយជាប្រព័ន្ធដែលមានអង្គការចាត់តាំងរៀបចំអំពើពុករលួយរដ្ឋនឹងតែម្ដងណាវាជា corrupted system វាជាប្រព័ន្ធដែលពុករលួយនឹងតែម្ដងហើយមានអ្នក design មានអ្នកបង្កើតប្រព័ន្ធហ្នឹងឲ្យវាកើតឡើងមិនមែនកើតឡើងដោយចៃដន្យទេរឿងអំពើពុករលួយនេះមិនមែនជារឿងចៃដន្យទេហើយឥឡូវនេះអំពើពុករលួយនេះបានជ្រាបចូលទៅក្នុងសរសៃឈាមមន្ត្រីរាជការទៅហើយអំពើពុករលួយបានคล้ายទៅជារឿងធម្មតារបស់មន្ត្រីរាជការទៅហើយអ្នកអត់ពុករលួយទេបានคล้ายទៅជារឿងមិនធម្មតានៅក្នុងស្ថាប័នបើអ្នកឯងមិនពុករលួយទេអ្នកឯងគេហៅថាជារាជការភ្លីភ្លើប៉ុន្តែបើសិនជាអស់លោកពុករលួយគេហៅថាអ្នកនឹងឆ្លាតចេះរកកន្លែងខ្លាញ់ណាមានអ្នកតូចអ្នកធំស្រឡាញ់ចូលចិត្តណាអញ្ចឹងហើយការសម្អាតអំពើពុករលួយពីមន្ត្រី ACU ពី ACU ស្អីនេះអង្គភាពប្រចាំងពើពុករលួយអីនេះគឺអង្គភាពប្រចាំងពើពុករលួយមើលដល់ចាត់ការបានតែតូចទេអាធំអត់ហ៊ានទេអត់ហ៊ានទេចាប់តែក្រឹមទេអាឆ្ដោអត់ហ៊ានទេឃើញអាឆ្ដោស្វែងគុំដែរអាឆ្ដោអ្នកតែងតាំងឲ្យចាត់ការអាក្រឹមណាចឹងហើយការដោះស្រាយអំពើពុករលួយនៅកម្ពុជានេះណាវាមានវិធីពីរបទពិសោធន៍នៅក្រៅប្រទេសគេប្រើកណ្ដាប់ដែកអាហ្នឹងគឺចាត់ការកាត់ទោសប្រហារជីវិតឲ្យដូចនៅចិនជាប់គុកមួយជីវិតអីចឹងទៅ
ប៉ុន្តែឥឡូវនេះប្រឆាំងពើពុករបៀបក្នុងការចាត់ការទៅលើមន្ត្រីពុកលួយហ្នឹងគឺគេមានវិធីថ្មីក្នុងខ្ញុំអានរបាយការណ៍ថ្មីនេះគឺដោយសារបច្ចេកវិទ្យារីកចម្រើនយើងធ្វើម៉េចឲ្យបង្រួមឱកាសនៅក្នុងការប្រព្រឹត្តអំពើពុកលួយហ្នឹងឲ្យកាន់តែរួមតូចតាមរយៈណា technology ហ្នឹងមានន័យថានៅពេលដែលបង់ពន្ធទៅតាមណាកុំព្យូទ័រអនឡាញបើប្រាក់ខែតាមប្រព័ន្ធធនាគារស្អីទាំងអស់ហ្នឹងការចាយវាយគឺប្រើ system អនឡាញដូចនៅក្នុងប្រទេសអូស្ត្រាលីនេះគេមានគោលនយោបាយមួយគឺគេហៅ zero cash policy មានន័យថាអនាគតទៅអូស្ត្រាលីក្នុងរយៈពេល5ទៅ10ឆ្នាំនេះគេឈប់ឲ្យមនុស្សចាយលុយសុទ្ធគេឲ្យចាយតាមការធនាគារអញ្ចឹងចរន្តការសាច់ប្រាក់នៃការចេញចូលដឹងទាំងអស់ប៉ុន្តែបើយើងពិនិត្យមើលកម្ពុជាបច្ចុប្បន្នខ្ញុំលើកឧទាហរណ៍តែរឿងក្នុងវិស័យកងទ័ពមកដល់ពេលនេះហើយយកលុយទាំងក្រុងទៅចែកហ្នឹងជាការបើកឱកាសឲ្យមេទ័ពទាំងអស់នោះប្រព្រឹត្តអំពើពុករលួយឃើញថ្មីនេះក្រោយពីសង្គ្រាមមួយថៃហើយមានការរិះគន់ក៏ចាប់ផ្ដើមពិចារណាក្នុងការបើកប្រាក់ខែឲ្យកងទ័ពហ្នឹងតាមប្រព័ន្ធធនាគារប៉ុន្តែពីមុនមកក្រសួងមួយនេះគឺអត់ដែលបើកតាមធនាគារទេទុកឲ្យមេទ័ពហ្នឹងពុករលួយតែម្ដងព្រោះជាទោះបីពុករលួយប៉ុណ្ណាក៏ដោយប៉ុន្តែជាវិធីសាស្ត្រនៅក្នុងការបើកឱកាសឲ្យមេទ័ពហ្នឹងពុករលួយព្រោះអត់អាចត្រួតពិនិត្យបានទេចូលលុយសុទ្ធទាំងក្រុងដកពីដុំគ្មានណាដឹងទេអញ្ចឹងវិធីសាស្ត្រថ្មីអាហ្នឹងខ្ញុំគ្រាន់តែថាជាការលើកជាដំណោះស្រាយក៏ប៉ុន្តែមិនចាំបាច់មានតែប្រើវិធីសាស្ត្រដៃទេអាវិធីសាស្ត្រថ្មីហ្នឹងក៏ប្រើបានដែរប៉ុន្តែខ្ញុំបញ្ជាក់ថាសូមបងប្អូនកុំច្រឡំថារឿងអំពើពុករលួយជារឿងតន្សោងគោព្រៃស៊ីតាមដងអូឲ្យសោះវាគឺជារឿងអាក្រមចិញ្ចឹមអាស្វាត់អាឆ្ដោក្រមចិញ្ចឹមឆ្ដោនិយាយបែបណាអ្នករៀនសូត្រគេថាជាអំពើពុករលួយជាប្រព័ន្ធអញ្ចឹងឲ្យពិចារណារឿងហ្នឹងប៉ុន្តែរឿងនេះគឺជារឿងឆ្នាំងបាយរបស់ពួកយើងជាពលរដ្ឋនៅមានរឿងតាមឃុំតាមអីទៅធ្វើសម្បត្តិកំណើតអីរាល់ថ្ងៃដោះស្អីគ្មានចេញទេដើរទេសនាកោកហ្នឹងប៉ុន្តែជាអនុវត្តចាស់ស្ដែងគ្មានទេធ្វើសម្បត្តិកំណើតក៏លុយទៅធ្វើស្អីក៏ដែរប៉ុន្តែអនុសាសន៍ដ៏ថ្លៃថ្លារបស់មេដឹកនាំអនុសាសន៍របស់នេះដល់សោះផ្សាយរហូតណាផ្សាយរហូតប៉ុន្តែជាក់ស្ដែងអត់លុយកុំសង្ឃឹមឲ្យសោះអាហ្នឹងរឿងអំពើពុករលួយប៉ុន្តែដោយសារខ្ញុំដូចជម្រាបចឹងថាឥឡូវនេះវារឿងដែលចំណុចដែលសំខាន់មួយទៀតដែលខ្ញុំចង់និយាយនៅប្រធានបទចុងក្រោយនេះគឺតាក់ទងទៅនឹងវាសនារបស់គណៈបកសង្គ្រោះជាតិវាសនារបស់គណៈបកសង្គ្រោះជាតិខ្ញុំចង់រំលឹកជូនបងប្អូនដែរណានៅពេលដែលវាមានរបបនយោបាយណាកូនស្រីរបស់លោកកឹមសុខាណាត្រូវបានរដ្ឋាភិបាលលោកហ៊ុនម៉ាណែតតែងតាំងជាប្រេសិតពិសេសរបស់រដ្ឋាភិបាលកម្ពុជាហើយលោកកឹមសុខាក៏ឃើញថាមានការល្អកល្អឿនជាមួយនឹងអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនក៏ធ្វើឲ្យអ្នកគ្រប់គ្រងនោះវាផុសការរិះគន់ណាប៉ុន្តែខ្ញុំក៏ឆ្លៀតឱកាសនេះសរសើរចំពោះណាអ្នកដែលជាអ្នកស្និទ្ធស្នាលនៅជុំវិញលោកកឹមសុខាដែរខ្ញុំក៏ជាមនុស្សដែលរិះគន់ក្រុមលោកកឹមសុខាហ្នឹងមិនសំចៃមាត់ទេតាំងពីដើមមកខ្ញុំមិនមែនទឹមតែរិះគន់គាត់ពេលនេះទេណាខ្ញុំរិះគន់ឡើងអញ្ចឹងបាទខ្ញុំមិនបន្តរិះគន់លោកកឹមសុខាទៀតទេប៉ុន្តែអ្វីដែលខ្ញុំឆ្លៀតឱកាសចង់និយាយពេលនេះខ្ញុំសរសើរមន្ត្រីជាន់ខ្ពស់ដែលស្មោះជាមួយនឹងលោកកឹមសុខាហើយនៅស្មោះស្ម័គ្រគ្រប់គ្រងលោកកឹមសុខាមកដល់ថ្ងៃចុងក្រោយខ្ញុំសូមគោរពនៅវីរភាពនេះអស់លោកដែលនៅស្និទ្ធជាមួយលោកកឹមសុខាហើយនៅពេលដែលលោកកឹមសុខាគាត់បត់អញ្ចឹងអស់លោកអត់ទៅជាមួយគាត់ទេដោយយកប្រយោជន៍ជាតិជាគោលអានឹងហើយជាសារជាតិអ្នកនយោបាយពិតប្រាកដកន្លងមកខ្ញុំមើលឃើញអត់ដល់ចំណុចហ្នឹងទេអធិស្ឋានបើខ្ញុំរិះគន់អស់លោកខុសប៉ុន្តែពេលនេះខ្ញុំស្គាល់អស់លោកច្បាស់អស់លោកមិនមែនជាអ្នកនយោបាយប្រភេទបុគ្គលនិយមទេហើយកម្ពុជាត្រូវការអ្នកនយោបាយបែបហ្នឹងត្រូវការអ្នកនយោបាយបែបហ្នឹងត្រូវការអ្នកនយោបាយដែលហ៊ានបត់ចេញពីមេនៅពេលដែលមេធ្លាក់កឡុកនៅពេលដែលមេនាំយើងទៅគ្រោះថ្នាក់នៅពេលដែលមេនាំយើងដើរផ្លូវខុសយើងអត់ទៅជាមួយទេទៅខ្លួនឯងនាំកូនទៅ
ខ្ញុំមិនបញ្ចេញឈ្មោះមន្ត្រីណាទេប៉ុន្តែខ្ញុំគ្រាន់តែចង់សម្ដែងនៅការគោរពថាអស់លោកបង្ហាញច្បាស់ថាជាអ្នកនយោបាយដែលយកប្រយោជន៍ជាតិជាធំណាមិនដើរតាមលោកកឹមសុខាខណៈដែលលោកកឹមសុខាបានងាកដើរចេញពីគន្លងនយោបាយរបស់គណៈបកសង្គ្រោះជាតិហើយកម្ពុជាត្រូវការអ្នកនយោបាយដោយអស់លោកហើយខ្ញុំលើកទឹកចិត្តណាលើកទឹកចិត្តនៅឲ្យអស់លោកបន្តតស៊ូនៅក្នុងកិច្ចការងារនយោបាយបន្តតស៊ូដើម្បីការផ្លាស់ប្ដូរនៅកម្ពុជាក៏ប៉ុន្តែអ្វីដែលសំខាន់ក៏ខ្ញុំចង់លើកអំពីវាសនារបស់គណៈបកសង្គ្រោះជាតិខ្ញុំមិនជាទូទៅខ្ញុំមិនឆ្លើយតបជាមួយនឹងណាទស្សនៈរបស់បុគ្គលឬក៏អ្នកកសែតឬក៏អីទេប៉ុន្តែថ្ងៃនេះខ្ញុំលើកពីទស្សនៈរបស់លោកមូនរ៉េតតែលើកឡើងថាអស់លោកមិនបាច់ទៅប្រឹងស្ដារទៅប្រឹងកាយគណៈបកសង្គ្រោះជាតិមកអីទៀតមកវាងាប់បាត់ទៅហើយហ្នឹងថ្ងៃនេះខ្ញុំមិនឆ្លើយជាមួយនឹងលោកមូនរ៉េតទេប៉ុន្តែខ្ញុំយកឱកាសនេះយកអ្វីដែលជាទស្សនៈរបស់លោកណារ៉េតមកលោកមូនណារ៉េតមកធ្វើជាមូលដ្ឋាននៅក្នុងការវិភាគរបស់ខ្ញុំដើម្បីបញ្យល់ទៅដល់បងប្អូនអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិថាគណៈបកសង្គ្រោះជាតិអត់ទាន់ស្លាប់ទេនៅក្នុងកែវភ្នែករបស់ប្រជាជនអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិដោយរូបខ្ញុំម្នាក់នៅក្នុងកែវភ្នែករបស់អន្តរជាតិនៅក្នុងកែវភ្នែករបស់កម្មការនីនៅក្នុងកែវភ្នែករបស់អ្នកតស៊ូនៅក្នុងកែវភ្នែករបស់សកម្មជនគណៈបកសង្គ្រោះជាតិគណៈបកសង្គ្រោះជាតិអត់ទាន់ស្លាប់ទេវាគ្រាន់តែគេដកសម្បត្តិកំណើតយើងតែប៉ុណ្ណោះឬក៏គេគ្រាន់តែគេដកអត្តសញ្ញាណប័ណ្ណឬគេដកប៉ាសពតយើងតែប៉ុណ្ណោះមានន័យថាមនុស្សម្នាក់ណាมันអាចស្លាប់ឬក៏มันអាចបាត់បង់សញ្ជាតិគ្រាន់តែគេដកប៉ាសពតឬអត្តសញ្ញាណប័ណ្ណទេគណៈបកសង្គ្រោះជាតិក៏ដូចគ្នាមានតែពួកគណៈបកប្រជាជនហើយនឹងមេដឹកនាំគណៈបកប្រជាជនតែប៉ុណ្ណោះដែលថាសង្គ្រោះជាតិស្លាប់ហើយជឿថាសង្គ្រោះជាតិស្លាប់មែនទែនអញ្ចឹងខ្ញុំចង់បញ្ជាក់ជូនទៅបងប្អូនដែលនៅជឿថាកម្ពុជានឹងអាចងាកចូលមកក្នុងគន្លងប្រជាធិបតេយ្យហើយប្រើប្រាស់ស្លាកគណៈបកសង្គ្រោះជាតិនៅក្នុងការតស៊ូគណៈបកសង្គ្រោះជាតិអត់ទាន់ស្លាប់គ្នាអត់ទាន់ស្លាប់ទេយើងនិយាយគ្នាឲ្យច្បាស់កុំឲ្យមានការភ័ន្តច្រឡំឥឡូវនេះខ្ញុំឃើញមានចរន្ត2នៅក្នុងចរន្ត3នៅក្នុងព្រឹត្តិការណ៍ដែលកើតឡើងចុងក្រោយនេះទី1ក្រុមលោកកឹមសុខាថ្នាក់ដឹកនាំដែលនៅជុំវិញលោកកឹមសុខាដែលមិនដើរតាមលោកកឹមសុខាមកដល់ដំណាក់កាលចុងក្រោយនេះអត់បានបត់ជាមួយលោកកឹមសុខារាល់ថ្ងៃនេះខ្លាយទៅជាចរន្តគេហៅថាក្រុមអ្នកនយោបាយអត់ក្បាលនៅតែតោលមិនដឹងទៅតោងខាងណាទេនឹងចរន្តមួយចរន្តទី2គឺចរន្តនៅក្នុងការប្រកាសបើកទ្វារទទួលអ្នកប្រជាធិបតេយ្យជាពិសេសក្រុមលោកកឹមសុខាឲ្យទៅជ្រោកក្រោបផ្លាករដ្ឋាភិបាលក្រៅប្រទេស$23ប្រកាសឲ្យមកអាទិត្យហើយមកដល់ពេលនេះគ្មាននរណាម្នាក់ចូលទៅទេឥឡូវនេះខ្ញុំឃើញចរន្តមួយទៀតណាគឺចរន្តនៅក្នុងការគៀងគោស្នាមមេដៃដើម្បីបណ្ដេញលោកកឹមសុខាចេញពីគណៈបកសង្គ្រោះជាតិសង្គ្រោះគណៈបកសង្គ្រោះជាតិមកវិញឲ្យដោយបង្ខំឲ្យលោកកឹមសុខាលាលែងចេញពីប្រធានគណៈបកហើយបកគលត្រាគណៈបកត្រឡប់មកណាសមាជិកាឡើងវិញយើងឃើញមានចរន្ត3ហ្នឹងប៉ុន្តែអ្វីដែលខ្ញុំចង់ផ្ដល់ជាអនុសាសន៍ឬក៏ជាដំណោះស្រាយសម្រាប់បងប្អូនអ្នកតស៊ូក្នុងនាមជាអ្នកដែលស្រឡាញ់គណៈបកសង្គ្រោះជាតិកន្លងមកគណៈបកសង្គ្រោះជាតិអត់ទាន់ខ្ទេចរចនាសម្ព័ន្ធទៅណាទេរចនាសម្ព័ន្ធចាស់នៅឡើយតំណាងរាស្ត្រ55រូបណាជាមួយនឹងសកម្មជនថ្នាក់ដឹកនាំ100នាក់ជាងដែលកំពុងតែនៅរប៉ាត់រប៉ាយនៅក្រៅប្រទេសខ្លះនៅក្នុងប្រទេសខ្លះគណៈបកសង្គ្រោះជាតិមិនដែលប្រកាសរំលាយរចនាសម្ព័ន្ធដឹកនាំហ្នឹងឯណាអ្នកណាដែលនិយាយថារចនាសម្ព័ន្ធគណៈបកសង្គ្រោះជាតិនឹងវាលាយ
miền là na toàn rồng lia viên là đâu lẽ khăn thì cả rồi bảo cái nào pa sông cua chiết bẩn toàn trâu ban rồng lia đào sầm mai rồi bảo cái nào pa sông cua chiết nó lại thế chẳng cái nào pa môi nên nâu miền phần lưng là lại trong cái chuyện bom ôn mà lòng tiền cũng vùng ven nó không sai viên là vô bài mới nè sao bà sân chỉ bà to bằng ven tiết mình men tại đọp năm nên mà roi năm tiết có cái nào pa chỉ cho nó đua đây bỏ lốp nơi tại vùng ven chẳng luôn lục xóm rằng si nơi chỉ bật thiên đây ti cái nào pa sông cua chiết nó lại ta miền là toàn bật đánh quạt tranh miền toàn lục cầm giặc kha bạc ca thà lục xóm rằng si tao ban bật đánh tranh vì cái nào pa nào chẳng ra cho na sầm pon tiếng ô nấu tầm na ca nào lại thế bọn dây bị lan với nhá mà sân nấu đau tao ô khơi là chạ sáng hay tao ca này bao của chai tập đâu chứ mấy ô lô của thưa xây đây phải đạp xe nhỉ còn một tháp bị ba một phay bay tao la nó cũng pơn luôn ai đâu hào kia tao trôi cho mùi nó ban ấy đâu anh nhai không biết này pin năng tao thế miền khơi hạ đặc nôm mà chỉ luôn đấy thời ca miền bà giáo phần là khá hot đấy phần đất là por miền đây sầm mai vô được xa nô mình đăng đặt luôn ai chỉ rọt mình tray rồi còn mình đăng đặt luôn ai chỉ nẹt nôm pia rồi còn mình đăng đặt luôn ai chỉ nẹt xa por miền rồi còn mình đăng đặt luôn ai chỉ nẹt về pia về bên năng đó mùi tiền nó phải lật là por miền khai viên chắc hãy tao hao kia cho room cho mùi lâu tôi bật cả bật đánh lô cầm giật hà nè na cái đuôi bắt đầu nào trong squall mục nè na cái của bật cai roa cầm nứt ọt bàn ca nó vô mà thưa cho ra đấy nè nè xong đặt mê đặc nom cho là na và trang nó tao thằng nào đặc nom mà chật luôn bàn tay xong khơi thà lục xóm là si trên mà để dây nó không là si giờ đấy quát nâu đó đây giờ cơm nó không là bạn xong rồi chuyện bàn tay là con trai sinh tiết đặc lắm mê mình toàn là dây ấy thế dây muốn nè hãy chia sẻ nó bùa này plon pay xong là si vô tập prao rồi ngay đấy tịch tiết nó khô sna lũ lê ấy pay nào thứ này vô bài không biết vì này rồi nhê rồi nhai mình đâm đập mê đặc nom mình toàn là dây luôn ai là dây muốn nè sinh tiết nó prang thơ ọt miên xua mê xua cao tại dương đào tàu na ọt rê pro nó chung trong một lực chun á trong mình men và đào ao lô thế mà nó chung trong một lực thà tìm muối ra cho na sầm pon cha tầm nang riêng còn tại rót hai mươi ba cái nào pa chỉ chun kia mình được tua squat đó lo ai lên từ tua squat luôn aiได้được không mấy cái chơi ta đào tam vô bài kia chứ mấy cái chơi đào tam tiệt cái ao rom vùng cái rom vùng tới cái rom cái bài chứ mấy chơi chứ cái ao ma đi zone nó có ma đi zone tam kia chẳng tới cái tháo lia với ngóp tam kia chẳng tới cái nào pa sung cua chiết slap tam kia chẳng tới mấy chơi chứ con miền chút sai tí sao nó trong động lực cái nào pa chỉ chun cái nào pa sung cua chiết ở toàn slap tao nào đấy chúng này dây đó đây hay ra cho na sung pon có toàn tao nào đây bờ sân chỉ trong ở cái nào pa sung cua chiết ruột lang với nhá mình chăm bạch ở lô cầm giặc li lên các bạn này mình chăm bạch thôi nhặt vào đánh các bạn này thôi sớm mai cái nào pa buồn nó không nó chụp buộc muối đây này dây ông pi rương sớm mai cái nào pa sớm lênประมาณ2 phiếu 3នៃគណៈកម្មការប្រតិបត្តិគណៈកម្មការវិន័យនឹងប្រមូលគ្នាមកណារៀបចំជំរុញតាមរយៈប្រធានស្ដីទីរបស់គណៈបក្សសង្គ្រោះជាតិផ្ដួចផ្ដើមបង្កើតសមាជគណៈបកមួយវឹបទៅពួកនៅក្នុងលក្ខន្តិកៈរបស់គណៈបកគេមានការបដិញ្ញមេដឹកនាំគណៈបកតាធ្វើញ៉ាត់ទៅស្អីហើយទៅប្រកាសឲ្យគេចូលរដ្ឋាភិបាលនោះទៅស្អីរដ្ឋាភិបាលហ្នឹងគ្រាន់តែខ្ញុំសរសេរម្ដងហ่ะរាល់ថ្ងៃនេះប្រឹងដើរឆ្វេងឆ្វាយពេញហ្នឹងដើម្បីធ្វើឲ្យរដ្ឋាភិបាល23ដុល្លារស្របច្បាប់តាមរយៈការបង្កើតរដ្ឋសភាក្រៅប្រទេសឬបោះឆ្នោតសភាក្រៅប្រទេសដំណើរការវែងឆ្ងាយខ្ញុំមិនពិបាកទឹកចិត្តទេដំណើរការវែងឆ្ងាយណាស់ហើយមិនប្រកាសថាធ្វើអញ្ចឹងត្រូវបានអន្តរជាតិទទួលស្គាល់ថាជារដ្ឋាភិបាលស្របច្បាប់ទេ
ទោះបីជាមានការទទួលស្គាល់ដោយពលរដ្ឋខ្មែរក្រៅប្រទេសក៏ដោយក៏ប៉ុន្តែគណៈបកសង្គ្រោះជាតិដែលគេគិតថាជាគណៈបកមួយរងគ្រោះនេះសំបីតែមនោវិជ្ជាដែលជាកូនស្រីរបស់លោកកឹមសុខាដែលទៅនិយាយជាមួយនឹងរដ្ឋាភិបាលក្រៅប្រទេសរដ្ឋាភិបាលអន្តរជាតិដើម្បីដោះលែងឪពុកខ្លួនក៏ពាក់ផ្លាកគណៈបកសង្គ្រោះជាតិទៅនិយាយជាមួយគេដែរមិនមែនពាក់ផ្លាកនេះណាហើយបើមិនពាក់ផ្លាកសង្គ្រោះជាតិទៅជាមួយទៅនិយាយជាមួយគេមិននិយាយជាមួយទេព្រោះនៅក្នុងផ្នែករបស់អន្តរជាតិគេគិតថាគណៈបកនេះជាគណៈបកដែលរងអំពើអយុត្តិធម៌ពីគណៈបកប្រជាជនមិនក៏មិនយល់វាចំណុចអស់ហ្នឹងបើសិនជាក្នុងករណីធ្វើសមាជហើយរៀបចំជ្រើសរើសប្រធានថ្មីរបស់គណៈបកសង្គ្រោះជាតិដើរតួនាទីនៅក្នុងពាក់ផ្លាគណៈបកសង្គ្រោះជាតិណា 2.0 អញ្ចឹងទៅអាស្រ័យលើនេះទេយើងដាក់គណៈបកសង្គ្រោះជាតិ 2.0 បានតាហើយយកគណៈបកហ្នឹងឲ្យក្រោយពីសមាជផ្លូវការហើយទទួលស្គាល់ដោយសមាជិកនៅក្នុងសមាជហើយណាប្រើអាហ្នឹងជាដំបងការទូតនៅក្នុងការទៅជែកជាមួយនឹងអន្តរជាតិឡើងវិញហើយគណៈបកសង្គ្រោះជាតិចាប់ផ្ដើមដំណើរការឡើងវិញក្រោយពីប្រធានគណៈបកណាផ្លាស់ប្ដូរគោលចំហនយោបាយទៅធ្វើការជាមួយគណៈបកប្រជាជនដូច្នេះយើងក្នុងនាមជាប្រធានថ្មីហើយយើងធ្វើអញ្ចឹងបង្ហាញទៅគេថាយើងធ្វើការតាមនីតិវិធីតាមលក្ខន្តិកៈគណៈបកបានត្រឹមត្រូវមិនមែនធ្វើអីបរិះបរោះដោយមិនមើលច្បាប់មើលទម្លាប់អញ្ចឹងទេមិនក៏មើលរំលងអារឿងអស់ហ្នឹងខ្ញុំឆ្ងល់ដល់ខ្ញុំវាថាចង់ផ្ដាល់យោបល់ទៅស្ងាត់ប៉ុន្តែយើងវាបាត់បង់ទំនុកចិត្តវាអត់មាននរណាទុកចិត្តទៀតទេប៉ុន្តែអាចិត្តស្រឡាញ់អ្នកប្រជាធិបតេយ្យចិត្តស្រឡាញ់ណាគណៈបកសង្គ្រោះជាតិដែលជាការដែលជាព្រឹត្តិការណ៍ក្នុងប្រវត្តិសាស្ត្រដែលមានមនុស្សពាក់កណ្ដាលប្រទេសគ្រប់គ្រងគណៈបកសង្គ្រោះជាតិវានៅគិតវានៅអញ្ចឹងមកចេះចង់តែនិយាយប៉ុន្តែបើនិយាយតាមរបៀបនឹងមិនបានមានតែនិយាយសាធារណៈអញ្ចឹងបើមនុស្សបើថានិយាយខ្សឹបបន្លឺទេមានអាស្រ័យកំហោកតាមមីក្រូឲ្យដឹងខ្លួនហើយអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិនឹងមេត្តាពិចារណាទៅលើយុទ្ធសាស្ត្ររបស់អ្នកដឹកនាំរបស់ខ្លួនផងបើមិនអញ្ចឹងទេ100ឆ្នាំទៀតគណៈបកប្រជាជនគ្មានដួលទៅណាទេព្រោះយើងនឹងវាខ្សោយពេកថាគណៈបកប្រជាជនទៅវាគ្មានអីខ្លាំងទេណាយើងក៏ធ្លាប់និយាយដែរតែគេថាគណៈបកប្រជាជនមិនអីខ្លាំងទេវាខ្លាំងដោយសារគណៈបកប្រឆាំងវាខ្សោយឥឡូវត្រូវម៉ាច់នឹងហ្មងមកដល់មានព្រឹត្តិការណ៍របត់នយោបាយធំបែបនេះហើយនៅត្រេតត្រតអេនអនអូអាហ្នឹងបានមានពាត់ក្រោយដាក់ឆ្បាច់ដល់អេនខ្នងហ្នឹងសូមអធិស្ឋានខ្ញុំប្រើពាក្យរៀងធ្ងន់ប៉ុន្តែជាចេតនារបស់ខ្ញុំបើសិនជាអាចចង់វិធីសាស្ត្រតែមួយគត់ថ្លៃធ្នូស្របច្បាប់មានវិជ្ជាជីវៈគឺការរៀបចំសមាជគណៈបកសង្គ្រោះជាតិឡើងវិញហើយជ្រើសរើសប្រធានគណៈបកថ្មីទៅតាមរយៈការរុញប្រធានស្ដីទីលោកប្រធានសំរងស៊ីឲ្យខ្លាយទៅប្រធានគណៈបកវិញក៏គ្មានអីខុសឲ្យតែសម្រាប់នៅក្នុងសមាជគណៈកម្មការប្រតិបត្តិគណៈកម្មការវិន័យក្រុមរក្សាវិបាលហ្នឹងប្រជុំបន្ទាន់ទៅរៀបចំសមាជមួយទៅទៅរៀបចំនៅក្រៅប្រទេសនេះក៏បានដែររៀបចំសមាជនៅក្រៅប្រទេសរចនាសម្ព័ន្ធរបស់គណៈបកសង្គ្រោះជាតិនៅក្រៅប្រទេសមានទាន់អាលាយទៅណាសមាជិកប្រធានគណៈបកសង្គ្រោះជាតិក្រៅប្រទេសមួយនឹងបណ្ដាប្រទេសមួយហ្នឹងក៏មិនទាន់ស្លាប់ទៅណាអស់ដែរអាយុវែងញងំនិយាយជាសាធារណៈអញ្ចឹងមកធ្វើទេក៏ហីទៅខ្ញុំមិនមែននេះបើគាត់ថាស្ដាយជំនួសយូរវែងតែជាមួយនឹងយុទ្ធសាស្ត្រខ្លួនឯងនឹងវែងវល់ពេញហ្នឹងក៏គូផ្សំរាល់ថ្ងៃហ្នឹងពួកអត់វិន័យវានៅបវលគោលនយោបាយខ្លះផងយុទ្ធសាស្ត្រខ្លះផងវិលនោះដោយអាប៉ោងចេញពីគម្របអត់រួចទេនោះអញ្ចឹងថ្ងៃនេះខ្ញុំគ
គឺថាបញ្ចប់បទវិភាគរបស់ខ្ញុំទៅក្នុងរឿងការស្ដារគណៈបកសង្គ្រោះជាតិហើយសង្ឃឹមថាសារមួយនេះអាចជ្រាបទៅដល់មេដឹកនាំរបស់គណៈបកសង្គ្រោះជាតិមេត្តាពិចារណារៀបចំសមាជដើម្បីរៀបចំជ្រើសរើសមេដឹកនាំថ្មីមិនចាំបាច់ទៅបដិញលោកកឹមសុខាចេញទេកំហុសមួយនេះអាចធ្វើសមាជពួកអង្គសមាជនេះគឺជានីតិវិធីខ្ពស់បំផុតនៅក្នុងគណៈបកសមាជអាចរំលាយគណៈបកបានណាអាចរំលាយខ្លួនឯងបានណាសមាជគណៈបកអាចប្រកាសរំលាយគណៈបកខ្លួនឯងបានប៉ុន្តែឥឡូវនេះអ្នកដែលរំលាយគណៈបកសង្គ្រោះជាតិមិនមែនសមាជគណៈបកឯណាគ្រាន់តែជាល្បិចស្មោករោគផ្នែកនយោបាយនៅក្នុងការរំលាយដៃគូរបស់គណៈបកប្រជាជនតើមិនក៏យើងនៅបន្តរំវងសារវ័នតាមភ្លេងគេចាក់ឲ្យរំហ្នឹងជាការទទូចក្នុងនាមជាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិម្នាក់ដែរគ្មានផុសតាងទេបើមិនថាធ្លាប់បោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិជាអ្នកដែលស្រឡាញ់ប្រជាធិបតេយ្យម្នាក់ដែរអ្នកដែលចង់ឃើញមានការផ្លាស់ប្ដូរចង់ឃើញពលរដ្ឋខ្មែររស់នៅថ្លៃថ្នូរដូចគេដូចឯងកុំឲ្យតែដើរទៅណាក៏លេឆ្វេងលេស្ដាំពលរដ្ឋខ្លួនឯងសឹកខ្ញុំគេចឹងហើយសូមឲ្យពិចារណាហើយសង្ឃឹមថាគណៈបកសង្គ្រោះជាតិនឹងរស់ឡើងវិញតាមមធ្យោបាយមួយដែលថ្លៃថ្នូរមានវិជ្ជាជីវៈត្រឹមត្រូវតាមលក្ខន្តិកៈរបស់គណៈបកហើយបន្តដំណើរនៅក្រោមគណៈបកសង្គ្រោះជាតិ 2.0 ឬក៏គណៈបកសង្គ្រោះជាតិណាស្អីចឹងទៅដាក់ឈ្មោះថ្មីក៏បានឬក៏ដាក់ឈ្មោះដដែលចឹងទៅគណៈបកសង្គ្រោះជាតិដំណាក់កាលទី2ចឹងទៅសង្ឃឹមថាគណៈបកសង្គ្រោះជាតិនឹងអាចរស់ឡើងវិញបើមិនរស់ឡើងវិញនៅក្នុងកែវភ្នែករបស់គណៈបកប្រជាជនទេក៏វារស់ឡើងវិញនៅក្នុងបេះដូងរបស់អ្នកគ្រប់គ្រងវារស់ឡើងវិញនៅក្នុងបេះដូងរបស់អតីតតំណាងរាស្ត្ររបស់គណៈបកសង្គ្រោះជាតិសកម្មជនកម្មករកម្មការិនីដែលតែងតែទទួលបានផលប្រយោជន៍ពីការតវ៉ាពីការធ្វើនយោបាយរបស់គណៈបកសង្គ្រោះជាតិហើយនៅពេលដែលគណៈបកសង្គ្រោះជាតិរស់ឡើងវិញតាមមធ្យោបាយដែលមានវិជ្ជាជីវៈត្រឹមត្រូវតាមរយៈសមាជគណៈបកអ្វីដែលសំខាន់មិនមែនតំណាងរាស្ត្រនឹងបានតួនាទីបានតំណែងរចនាសម្ព័ន្ធនឹងវិញទេវាបង្កើតក្តីសង្ឃឹមឲ្យពលរដ្ឋឥឡូវនឹងពលរដ្ឋវាអស់សង្ឃឹមដឹងសង្ឃឹមស្អីរាល់ថ្ងៃហ្នឹងពលរដ្ឋនៅសង្ឃឹមអ្នកនយោបាយដែលតស៊ូនៅក្រៅប្រទេសតែបើខ្លួនឯងវារញ៉េរញ៉ៃអញ្ចឹងវាល្បិចវាមានសង្ឃឹមស្អីទៀតវាអត់មានសង្ឃឹមស្អីទៀតអញ្ចឹងហើយវាសង្ឃឹមថាបើសិនជាអាចធ្វើឲ្យគណៈបកសង្គ្រោះជាតិរស់ឡើងវិញណា reactivate អរចនាសម្ព័ន្ធធ្វើឲ្យអរចនាសម្ព័ន្ធចាស់ហ្នឹងវារស់ឡើងវិញអ្នកណាស្លាប់អ្នកណារស់អីធ្វើជំរឿនឡើងវិញរៀបចំរចនាសម្ព័ន្ធចាស់ហ្នឹងវាដំណើរការឡើងវិញកុំទៅស្ដាយអាតំណែងរដ្ឋមន្ត្រីនៅក្នុង$23ហ្នឹងនោះធ្វើការនៅក្រោមស្លាកគណៈបកសង្គ្រោះជាតិនេះវាថ្លៃថ្នូរវាគេទទួលស្គាល់ជាងចឹងខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងឯងសូមអរគុណបាទហើយសូមអធិស្ឋានបើសិនជាខ្ញុំនិយាយទៅវាប្រើប្រាស់សម្ដីលើសលួសប៉ុន្តែក្នុងចេតនាមួយដែលចង់ឃើញអ្នកប្រជាធិបតេយ្យរួមគ្នានៅក្នុងផ្ទះចាស់ដែលតែងតែផ្ដល់ក្តីសង្ឃឹមឲ្យពលរដ្ឋកន្លងមកបាទសូមអរគុណបាទសូមជម្រាបលា